đđầm rơi ở trong tam phơi rò cầm ho đại bàn chòi kho ở bên chòi nơi khoa có xôm ở bồng pin ở cửa bông nhọt ở này hay bực nhom cả na mình che tế xôm chòi đai chòi đòi lấy thà ọt che tế xôm về bực kiến bực côn chợ ong mà trả vinh tầng ócហើយបើសិនជាខ្ញុំកណាមានចម្ងល់អីអានឹងក៏សូមសួរត្រឡប់ទៅវិញផងដែរបើយល់ព្រមប៉ុណ្ណេះខ្ញុំកណានឹងសម្ដែងជាមួយទៅបានហើយបើមិនយល់ព្រមប៉ុណ្ណឹងទេទុកឲ្យខ្ញុំកណាធ្វើអ្នកសួរវិញឥឡូវប្រគុណជាអង្គម្ចាស់ចង់សួរពីរឿងបុណ្យដូចមួយដេចដែលហៅថាបុណ្យផ្លូវចិត្តរបស់យើងដែលបានធ្វើអំពើល្អសប្បាយរីករាយក្នុងចិត្តគេហៅបុណ្យសភាវៈដែលញ៉ាំងចិត្តញ៉ាំងកាយចិត្តឲ្យបានផូរផង់ពេញលេញល្អគេហៅបុណ្យសភាវៈដែលឲ្យសុខកាយសប្បាយចិត្តគេហៅថាបុណ្យការជំរះនៅអំពើបាបចេញទាំងអស់គេហៅថាបុណ្យអញ្ចឹងជំរះចិត្តឲ្យស្អាតផូរផង់អានឹងបុណ្យហៅថាសេចក្តីល្អឬសេចក្តីសុខកាយសប្បាយចិត្តខ្លះហៅថាពេញប៉ុន្តែបើយើងនិយាយពីកម្មវិធីវិញណាញោមណាកម្មវិធីបុណ្យវាខុសពីការវាមានកូនកំមុំកូនកំឡោះគេធ្វើរួមដាក់ថាពីពីឬក៏ភ្ជាប់ពាក្យឬក៏ជំនូនប៉ុន្តែបុណ្យគេដាក់ថានៅពិធីបុណ្យតេខេណានុពទានមានផ្លាកខុសគ្នាអញ្ចឹងហើយក៏មានពិធីសាសនាដូចជានមស្ការបរតនត្រ័យសមាទានសិលចម្រើនព្រះបរិត្តអីហោហែមកសរុបដោយខ្លីមួយទៀតបើយើងនិយាយពីផ្លូវចិត្តការលះបង់របស់ខ្លះយើងទិញយើងចងដៃគឺយើងចូលហើយដើម្បីឲ្យគេខ្ចីឲ្យគេសងវិញដោយយើងចងដៃការគេមានទាសំណងត្រឡប់មកវិញយើងឲ្យគេខ្ចីគេបល់យើងទាសំណងត្រឡប់មកវិញប៉ុន្តែបុណ្យនេះរបស់ដែលឲ្យទៅហើយអត់មានចង់បានយកអីមកវិញទេគឺថាចង់តែបានសេចក្តីសុខចម្រើនឲ្យគេយកទៅចោះដោយចិត្តមេត្តាមិនចង់ទាសំណងត្រឡប់មកវិញចិត្តបែបនោះហើយដែលយើងបរិច្ចាគទៅហៅថាបុណ្យដែរដូច្នេះពាក្យថាបុណ្យមានអត្ថន័យជ្រាលជ្រៅនិងផ្សេងទៅតាមកម្មវិធីឆ្លើយប៉ុណ្ណេះស្លេះប៉ុណ្ណឹងមិនដឹងជាត្រូវមិនដឹងជាខុសបើសិនពេញចិត្តនិមន្តយកចោះបើសិនជាខុសនិមន្តលុបចេញឆ្លើយឡើងវិញស្រេចលើអ្នកសួរសូមជ្រាបសាធុប្រពៃណាស់អវសោអនុថេដល់មានប្រាជ្ញាឆ្លៀសវៀងវៃកណាត្រូវហើយមិនខុសទេកណាប៉ុន្តែខ្ញុំកណានៅឆ្ងល់ត្រង់ចំណុចថាធម្មជាតិដែលជំរះចិត្តឲ្យស្អាតផូរផង់បើយើងទៅជំរះស្មៅយើងត្រូវមានជាប់ដើម្បីយកទៅជោគយកទៅជំរះមែនទេញោមហើយទៅជំរះចិត្តនេះវាយកជាប់យកកបិតឬក៏យកកត្រៃយកម៉ាស៊ីនទៅជំរះដែរឬក៏មានធរអីទៅជំរះចិត្តឲ្យផូរផង់នឹងអវសោសូមបញ្ជាក់នឹងទីមើលមានតាមធឺតាមប្រភេទបើសិនជាព្រះអរិយបុគ្គលថ្នាក់ខ្ពស់លោកធ្វើតាមបែបលោកថ្នាក់ខ្ពស់គឺលះបង់ឲ្យផុតអស់កិលេសទាំងឡាយទាំងពួងប៉ុន្តែបើបឋមជននៅធ្ងន់ដោយកិលេសមានប្តីមានប្រពន្ធមានកូនមានក្រុមគ្រួសារក៏គេធ្វើតាមលទ្ធភាពរបស់គេខាងបព្វជិតក៏លះតាមបែបបព្វជិតខាងក្រហមលះតាមបព្វជិតគ្មានអង្គឲ្យកូនហូបទេបើដូច្នេះហើយការធ្វើចិត្តឲ្យស្អាតផូរផង់នោះឧបមាថាចិត្តយើងវានៅជាប់ជាពាក់ប្រឡាក់ទៅដោយសេចក្តីកំណាញ់ណាស់មិនដែលចេះធ្វើបុណ្យសន្តានទេយើងជំរះអាកំណាញ់នឹងចេញទៅឲ្យធ្វើបុណ្យបានចិត្តយើងនឹងវាចិត្តអាក្រក់គ្រាន់តែគេសុំដើរកាត់មុខផ្ទះបន្តិចក៏មិនឲ្យដើរឧបមាថាគេសុំអីមួយក៏មិនឲ្យជំរះអាចិត្តកំណាញ់ចិត្តអាក្រក់នឹងទៅឲ្យវាបានថ្លាឡើងវិញឲ្យវាល្អអានឹងកើតបុណ្យគេប្រាប់បុណ្យគេប្រាប់អីមិនចង់ចូលទេឥឡូវជំរះអាកំណាញ់ហ្នឹងក៏ចូលបុណ្យគេមិនចង់ទៅសិលក៏ទៅសិលគេអាចិត្តដែលវាមានកិលេសតូចតាចស្មោកគ្រោកនៅក្នុងចិត្តធ្លាប់តែរិះខំឬក៏ថាមិនហ៊ានចំណាយលុយដើម្បីពុកដើម្បីម្ដាយក៏យើងហ៊ានចំណាយនេះការជំរះនៅសេចក្តីកំណាញ់លោភៈទោសៈមោហៈសេចក្តីវង្វេងអកតញ្ញូមគ្គរមិលគុណអីសព8យ៉ាងហ្នឹងជំរះចេញឲ្យស្អាតទៅជាពិសេស
ធ្វើឲ្យខ្លួនយើងប្រកបទៅដោយមេត្តានិងមានធម៌កតញ្ញូនិងមានសទ្ធាជ្រះថ្លានៅក្នុងខ្លួនឡើងវាកើតទៅជាបុណ្យដែរប្រគុណម្ចាស់បើយើងគិតពីពិធីធ្វើបុណ្យនោះវាមាន10របៀបឯណោះប៉ុន្តែនេះគ្រាន់តែថាជំរះនៅសេចក្តីកំណាញ់ជំរះនៅលោភៈទោសៈមោហៈសេចក្តីអាក្រក់ឲ្យទៅចេញពីខ្លួនទៅវាកើតបុណ្យណាហើយសូមនិមន្តជ្រាបគណៈសាធុប្របីណាអវសោគណៈចង់សួរអំពីរឿងគ្រឿងជំរះឬក៏ថ្នាំកម្ចាត់លោភៈទោសៈមោហៈហ្នឹងតើយកថ្នាំអីទៅដើម្បីកម្ចាត់ឲ្យវាចេញឲ្យលោភៈទោសៈពីខ្លួននឹងបានណាអវសោសូមបញ្ជាក់ទៅនឹងតិចមើលកំលះកណាមានតែធម៌ហ្នឹងហើយទៅជំរះបានប្រគុណជាអង្គម្ចាស់កាលណាមនុស្សយើងចម្រើនដោយធម៌ជាពិសេសគឺថាមានសទ្ធានៅក្នុងខ្លួនលះបង់ធ្វើជាទានបានទៅដោយចិត្តជ្រះថ្លានោះក៏យើងនឹងអាចជាយាមលះនៅលោភៈសេចក្តីប្រាថ្នារបស់យើងបាននៅកាលណាពេលណាដែលយើងមានសិលចេះមានមេត្តាសន្តោសអាណិតអាសូរដល់សត្វដទៃជីវិតដទៃទៅអញ្ចឹងធម៌មេត្តានាំឲ្យយើងនឹងឯងមានសិលចេះអាណិតសត្វជីវិតដទៃគឺយើងមិនគួរនឹងបន្ទុះនឹងសរាយដែលហៅថាទោសៈកំហឹងខឹងខុសខឹងខាតខឹងខូចរីឯមោហៈកើតឡើងដោយការវង្វេងមិនដឹងគុណទោសខុសត្រូវកាលណាស្ដាប់ព្រះធម៌បានយល់ចូលចិត្តទៅក៏យើងនឹងដឹងគុណម៉ែគុណឪជាពិសេសដោយអំណាចការពិចារណាសមាធិភាវនារំលឹកនឹកដល់គុណមេត្តាបិតាអីជាដើមទៅធ្វើឲ្យមនុស្សយើងនឹងឯងអាចកម្ចាត់បានជាបដាទៅហើយអញ្ចឹងឈានជំហានដំបូងមកពីមកស្ដាប់ធម៌អញ្ចឹងសិនទៅណាញោមណាអានឹងវាជាផ្លូវដើម្បីដើរទៅជំរះនៅលោភៈទោសៈមោហៈបានជាពិសេសមានសទ្ធាលះបង់ធ្វើជាទាននេះអាចឈានទៅដល់ការសមាទានសិលផងព្រមទាំងអាចយល់បានដោយធម៌កតញ្ញូផងអាចយល់បានដោយការលះបង់នៅសេចក្តីអាក្រក់ផ្សេងវាចេញមកពីការមានសទ្ធាធ្វើបន់សន្តាននឹងមកស្ដាប់ធម៌នឹងឯងសូមនិមន្តជ្រាបគុណសាធុអរប្រគុណណាស់ចម្លើយឆ្លើយមកមានន័យពីរោះពិសាអាចទទួលយកជាផ្លូវការបានអញ្ចឹងខ្ញុំកណានឹងបន្តសំណួរទៅបាន2សំណួរទេនៅ148សំណួរទៀតកណាធៀមនៅថៃត្រៀមមក150សំណួរយោឥឡូវទៅបាន2សំណួរឯងខ្ញុំកណាចង់សួរថាមើលអវសោតើយើងកើតមកជាមនុស្សបានហ្នឹងតើយើងកើតមកដោយសារអីអវសោសូមពិសេសនេះបានជាកើតមកជាមនុស្សបានដោយសារឪពុកម្ដាយរបស់ពួកគាត់ជាមនុស្សដែរសូមនិមន្តជ្រាបកណាសមានកើតមកពីស្វាអរងឧត្តមអញ្ចឹងមកពីឪពុកម្ដាយជាមនុស្សដែរបានកើតមកជាមនុស្សឆ្លើយមកដូចមើលឃើញអត់មានខុសបន្តិចទេញោមណោះណាញោមអត់មានណាមនុស្សមកកើតមកកូនទេតែមនុស្សកើតមកកូនមនុស្សហើយខ្ញុំកណាដឹងហើយពីរឿងហ្នឹងអវសោអនុទេបើតែចង់ដឹងថាតើបានមកកើតជាមនុស្សហ្នឹងដោយសារអីសូមវិសាចនាបានមកកើតជាមនុស្សនេះដោយសារញោមទាំងអស់គ្នានឹងពីមុនមកគាត់សំធម៌ឲ្យកើតជាមនុស្សពីព្រោះវាមានធម៌ដែលគេប្រព្រឹត្តទៅកើតជាមនុស្សហ្នឹងអញ្ចឹងគាត់សំធម៌នោះដល់សំធម៌ហ្នឹងទៅគាត់មាននិស្ស័យមានបុណ្យបានមកកើតជាមនុស្សហ្នឹងបើអត់ធម៌កើតជាមនុស្សម្លេះជើង4កតុយ1ក៏មិនដឹងដែរសូមជ្រាបគុណសាធុអរគុណណាស់មានធម៌ឲ្យកើតជាមនុស្សនិងមានធម៌ឲ្យកើតជាសត្វមើលអវសោធម៌ណាដែលនាំឲ្យយើងមកកើតជាមនុស្សសូមវិសាចនាធម៌នាំឲ្យកើតជាមនុស្សធម៌ព្រះយើងនឹងឯងសូមជ្រាបធម៌ព្រះមិនមែនធម៌ព្រំមិនមែនធម៌ប្រែតអីទេណាធម៌ព្រះហើយជាធម៌ព្រះហ្នឹងធម៌ហ្នឹងឈ្មោះអីព្រោះធម៌ព្រះហ្នឹង84000បឋមខណ្ឌឯណោះទៅស្ដាប់ទៅរៀនឯណាបានហើយយាយតាទៅចាប់មួយណាមកអញ្ចឹងខ្ញុំកណាមើលអវសោ
និមន្តបច្ចេញធរណាដោយមកកើតជាមនុស្សនឹងឲ្យច្បាស់ទីមើលលោកម្ចាស់សូមវិសាចនា កណាអរគុណណាស់មួយបុណ្យកុសលដែលញោមញាតបានធ្វើពីអតីតមកពេលនោះញោមញាតកើតនៅក្នុងសង្គមចេះជួយគ្នារូបបប្រតិបត្តិស្គាល់គុណស្គាល់ទោសស្គាល់ខុសស្គាល់ត្រូវស្គាល់ឪស្គាល់ម៉ែចេះដឹងសុខទុក្ខចេះជួយចែករំលែកគ្នាមានសទ្ធាមានសីលៈមានចាគៈមានបញ្ញាមនុស្សនេះចេះចែកទានដល់មនុស្សនេះចេះគោរពច្បាប់សង្គមមនុស្សនេះផ្ដល់ការស្រឡាញ់រាប់អានដល់ញាតិនិងដល់ភូមិផងរបងជាមួយជាពិសេសមានសេចក្តីសន្តោសសង្គ្រោះដល់កូនហើយកូននេះក៏ដឹងគុណមេត្តាបិតាដោយត្រង់សម្រាប់សង្គមគឺគោរពច្បាប់ជាមនុស្សចឹងហើយមានសតិមានបញ្ញាធម្មសញ្ញាជាមនុស្សចេះដឹងគុណទោសខុសត្រូវចេះជួយចែករំលែកសេចក្តីសុខសប្បាយនៅក្នុងសង្គមនេះចែកគ្នារស់គោរពគ្នាគោរពច្បាប់មនុស្សបែបនេះមិនអាចទៅអបាយភូមិទេស្លាប់មកនឹងកើតជាមនុស្សដដែលវិញអ្នកខ្លះទៀតមានបុណ្យខ្ពស់ទៅកើតដល់ឋានសួគ៌ទេវលោកទេវតាប្រអិនប្រព្រំហើយក៏ដោយពេលដែលបុណ្យអស់ទៅក៏មិនទៅនរកប្រែតដែរដោយសារធ្លាប់មានធម៌ជាមនុស្សនេះក៏មកកើតជាមនុស្សអញ្ចឹងដែលអាចកើតជាមនុស្សបាននឹងអ្នកបានសន្សំធម៌ជាមនុស្សគឺមានសិលធម៌សម្រាប់មនុស្សចេះចែកទានចែករំលែកដឹងគុណដឹងទោសដឹងខុសដឹងត្រូវមនុស្សនឹងឯងកើតជាមនុស្សហើយប្រគុណម្ចាស់សូមជ្រាបគុណសាធុសាធុអញ្ចឹងមានន័យសេចក្តីថាឲ្យតែដឹងខុសហើយដឹងត្រូវដឹងពីមកកើតជាមនុស្សហើយមកញោមណោះមិញលោកនិយាយអញ្ចឹងណាថាឲ្យតែដឹងខុសហើយដឹងត្រូវដឹងមកកើតជាមនុស្សហើយមើលអាដឹងខុសអាម៉េចទៅដឹងត្រូវអាម៉េចទៅអវសោសូមបញ្ជាក់នឹងតិចមើលមិនមែនតែប៉ុណ្ណឹងទេពីមុនមិញហ្នឹងខ្ញុំកណាបានបកស្រាយថាចេះចែករំលែកទានដល់អ្នកភូមិផងជួយរំលែកក្នុងសង្គមហើយគោរពច្បាប់ហើយអញ្ចឹងម៉ែឪហើយម៉ែឪមានធម៌អញ្ចឹងកូនប៉ុណ្ណោះមកកណោទៀតនោះមិនមែនគ្រាន់តែដឹងប៉ុណ្ណឹងទេសូមនិមន្តជ្រាបប៉ុណ្ណាប៉ុន្តែខ្ញុំមិនដែរវាចាប់បាននៅកតុយក្រោយមិញណាមុនវាវែងពេកចាប់វាមិនបានបញ្ញាវាតិចពេកណាឥឡូវកណាចាប់បានតែចុងក្រោយហ្នឹងអាចបោកឲ្យស្លាប់បានមើលបញ្ជាក់ពីរឿងអាខាដឹងខុសហើយដឹងត្រូវនឹងទីមើលដឹងខុសអាម៉េចទៅដឹងត្រូវអាម៉េចទៅដឹងខុសដឹងត្រូវហ្នឹងដូចគុណម្ចាស់អត់ដឹងខុសដឹងត្រូវទេកណាអត់អញ្ចឹងបាននាំផ្លូវជិះហួសទៅនោះមិញមកពីដឹងខុសហើយគុណម្ចាស់អត់ដឹងខុសហ្នឹងជិះទៅអញ្ចេះទៅបានអ្នកកន្លែងគេធ្វើម៉ូតូនោះគេប្រាប់ថាដូចគុណឯងខុសហើយផ្លូវទៅបនតាមណអាហ្នឹងគេហៅថាអ្នកនោះគេដឹងថាដូចគុណឯងខុសហើយដល់ទៅពេលខ្ញុំកណាឬក៏ថាអ្នកដែលប្រាប់នោះគេថាផ្លូវនេះបានត្រូវមកចូលទៅចំផ្ទះបនអាហ្នឹងគេដឹងហ្នឹងគេដឹងត្រូវកាលដូចគុណដឹងនោះដឹងខុសដឹងខុសដឹងត្រូវមួយទៀតនិយាយពីទង្វើដែលត្រូវធ្វើឧបមាថាតួនាទីកូនត្រូវចិញ្ចឹមឪពុកម្ដាយតួនាទីកូនជួយការងារឪពុកម្ដាយឃើញឪពុកម្ដាយឈឺហើយកូនអត់បានមកជួយទេកូននឹងដឹងដែរដឹងថាខ្លួននឹងឯងត្រូវធ្វើកិច្ចការចិញ្ចឹមឪពុកម្ដាយព្យាបាលឪពុកម្ដាយប៉ុន្តែមិនទៅធ្វើដូច្នេះអានេះឲ្យគេថាវាអត់ដឹងថាអាការមិនទៅជួយនឹងវាខុសទេវាគិតតែគិតយករួចខ្លួនថាលបលអញ្ចេះលបលអញ្ចោះហើយបើតែយើងទៅធ្វើនឹងត្រូវអញ្ចឹងយើងយល់ថាធ្វើអញ្ចេះទៅវាអាក្រក់ធ្វើចេះទៅល្អដើរទៅវាយបីគុណមួយអង្គនឹងវាយទៅខុសគេចាប់ដាក់គុកហើយបើកុំវាយគ្រប់លោកទៅប្រគេតចង្ហាន់លោកទៅបានបនគេដឹងអញ្ចឹងគេថាដឹងខុសដឹងត្រូវសូមជ្រាបគុណអរគុណណាស់ដែលលោកម្ចាស់ដឹងខុសដឹងត្រូវជាងកណាមិញហ្នឹងដឹងចឹងអត់នាំផ្លូវទេហើយថែមទាំងមិញកណាទៅកាយឲ្យនៅក្មួយមកពីអ្នកមួយលោកគ្រូប្រាប់ថាអាភូមិនេះគេហៅភូមិសាដំបងភូមិនេះគេហៅភូមិពេជ្រនាមកពីតាពេជ្រចឹងក៏ធានាយាយហ្នឹងហើយគេហៅថាភូមិពេជ្រនាយាយសាដំបងសដំបងហ្នឹងរៀបរាប់តាមហ្នឹងមកប្រាប់គាត់ព្រោះគាត់ចង់មកពីស្វាយរៀងមកពីព្រៃវែងជាមួយលោកគ្រូហ្នឹងចង់មកស្គាល់ទឹកដីខេត្តកពតហ្នឹងចឹងទៅកាយប្រាប់គាត់បដើមក
bắt là con đăng khóc đăng tẩu cái này vậy khóc của con đăng đấy cái na sốt lấy ôm mà chào bị đa chát nói kịp phân mình đút dây mà hú chờ tha tới ôm mà chào bị đá cha bị đám kịp phân mình đút kịp phút mình đắng dây mà hú du mà hỏi chẳng cứ ở ca ní bành mình ní ra nụ thế lục tha riêng đăng khóc đăng trâu nó ở ca chi mình nu cái nãy trong xô pi riêng mình nu nâng to từ tiệt là ảo sao mở ảo sao ai nhây mình nu mà không rong bon nông miềnประมาณประเภทประมาณอย่างไหนโซมิซาจะเนี่ยអង្គុយជុំគ្នាប៉ុណ្ណេះអង្គុយជុំគ្នាប៉ុណ្ណេះជាអៀតបាត់ទៅហើយតម្រាំញែកទៅទៀតមិនជាអៀតគ្នាទៀតហើយគ្រាន់តែបើកផ្លូវឲ្យលោកដើរមិនជាអៀតផងហើយឥឡូវណែនហើយញែករបៀបមិនទៅញែកមិនកើតទេគ្រាន់តែលោកគ្រូទៅញែកបែងចែកជាប្រភេទជាក្រុមក៏ណាមនុស្សទាំងអស់ក្រុមនៅក្នុងរោងនេះមាន3ក្រុមក្រហមក្រុមប្រសង់ក្រុមមួយទៀតក្រុមតាមួយទៀតក្រុមយាយត្រូវឲ្យខុសមិនតន់ត្រូវទេនៅក្មេងកម្មារាយុវជនយុវនារីទៀតបើមិនតន់ត្រូវទេខ្ញុំកណាថាមនុស្សនឹងប្រពុតលោកសំដែងបែងចែកជា5ប្រភេទសុខជ្រាបគណាមិនតន់ជ្រាបទេ5ប្រភេទនោះមានអ្វីខ្លះសូមឆ្លើយមានមនុស្សស័កមនុស្សសោមនុស្សទេវមនុស្សដេរឆានមនុស្សប៉ែតោមនុស្សនេរយិកោសូមជ្រាបគណាស្ដាប់អត់បានដឹងនិយាយភាសាអីគេគណាមើលប្រែមកភាសាខ្មែរស្ដាប់ទីមានន័យថាម៉េចទី1មនុស្សស័កមនុស្សសោមនុស្សរូបរាងកាយជាមនុស្សមានសិលធម៌ជាមនុស្សបែបផែនរស់នៅជាមនុស្សចេះគោរពចាស់ទុំគោរពបងប្អូនគោរពម៉ែឪចេះចែករំលែកធ្វើបុណ្យសន្តានរូបរាងកាយជាមនុស្សគោរពច្បាប់មានសិលធម៌មានសុជីវធម៌ត្រឹមត្រូវមនុស្សបែបនេះអនាគតទៅកើតជាមនុស្សទៀតគេហៅថាមនុស្សស័កមនុស្សសោមនុស្សទី2រូបរាងកាយជាមនុស្សក៏ប៉ុន្តែកំពុងតែសំធម៌ទៅប្រែតមនុស្សបែបនេះឯងគឺថាដើរទៅណាលួចកន្លែងហ្នឹងហ្មងឃើញតែពីដើរខ្វះរហូតតែមិនស្រួលនឹងស្បែកជើងគេក៏យកម៉ូតូគេក៏យកហើយឆ្នាំងបាយជ្រូកក៏យកមនុស្សដែលដើរបិចដើរបោចដើរលួចទៅរបស់គេកាពះមួយប្រប៉ិនត្រឡោកដងចាំមិនរស់ដាំតែពូជខ្វះទុកដល់តែស្លាប់ទៅថ្ងៃណាទៅកើតជាប្រែតតែហ្មងរត់តែអីហូបមិនបានផងអញ្ចឹងមនុស្សបែបនោះគេហៅថាមនុស្សសប៉ែតតោមនុស្សចិញ្ចឹមធម៌ប្រមូលសម្រាប់ទៅកើតជាប្រែតកំពុងអាដាំពូជទៅកើតជាប្រែតស្លាប់ថ្ងៃណាទៅកើតជាប្រែតថ្ងៃនោះមនុស្សមួយប្រភេទទៀតគេហៅថាមនុស្សនេរយិកោគឺមនុស្សនរកមនុស្សនេះឯងមិនសូវមានចិត្តមេត្តានៅក្នុងខ្លួននេះប្រគុណហើយប្រទះកាប់ប្រទះវាយប្រទះបាញ់ដើរទៅសម្លាប់ដើរទៅកាប់មិនស្គាល់ឪពុកមិនស្គាល់ម្ដាយម្លោះហើយដឹងតែពីខឹងឆេវឆាវក្តៅក្រហាយនឹងខ្លួនមនុស្សបែបនេះភ្លើងនរកឡើងមកដុតឲ្យមុខក្រហមបដាហើយមិនយូរទេគេនឹងសំធွာសម្រាប់ទៅនរកតែស្លាប់ព្រោះទៅគេនឹងត្រឡប់ទៅនរកវិញឯមនុស្សប្រភេទមួយទៀតគេហៅថាមនុស្សដេរឆានណោរូបរាងកាយជាមនុស្សមែនក៏ប៉ុន្តែមានចិត្តកំណត់ដូចសត្វដេរឆានប្រគុណហើយអត់ស្គាល់គុណម៉ែឪទេអត់ដែលធ្វើបន់សន្តានចាំទំនុកបំរុងម៉ែឪទេធ្វើតែបាបឪពុកម្ដាយឲ្យឪពុកម្ដាយទឹកភ្នែកបង្ហិនបង្ហោចទ្រព្យសម្បត្តិឲ្យម៉ែឪខ្មាស់គេអត់មានដឹងគុណទោសខុសត្រូវមនុស្សបែបនេះឯងបីដូចជាសត្វដេរឆានដែលវាកើតមកហើយម៉ែឈឺអីមិនដឹងទេដឹងតែរស់តែម្នាក់ឯងទៅដើមម៉ែហូបទៀតអីចឹងណាប៉ុន្តែសត្វខ្លះក៏ដឹងគុណដែរមនុស្សបែបនេះវាអន់ជាងដេរឆានមួយចំនួនទៀតអញ្ចឹងអ្នកដែលបន្ទុះសារាយជាមួយឪពុកម្ដាយសពបែបយ៉ាងនេះមានតែធម៌អបាយមុខនេះមនុស្សនេះឯងគេហៅថាមនុស្សដេរឆានឥឡូវនឹងរូបរាងកាយជាមនុស្សសំដៅលើអ្នករមិលគុណប្រគុណហើយស្លាប់ព្រោះនឹងទៅកើតជាសត្វដេរឆានវិញអញ្ចឹងហៅគេហៅទៅថាមនុស្សដេរឆានណោរីឯមនុស្សទី5គេហៅថាមនុស្សទេវោរូបរាងកាយជាមនុស្សប៉ុន្តែមានធម៌ដូចទេវតាអញ្ចឹងមានសទ្ធាមានសិល5ចាំសិល8ចេះធ្វើបុណ្យសន្តានចេះចែករំលែកវត្ថុដែលខ្លួនមានឲ្យទៅអ្នកដទៃរបស់ខំរកខ្លួនឯងសោះប៉ុន្តែហ៊ានចែករំលែកទៅអ្នកដទៃខ្លួនជាមនុស្សសោះប៉ុន្តែមានចិត្តដូចទេវតា
ចេះរក្សាសិល5ចាំសិល8ទៀតស្លាប់ថ្ងៃណាគឺកើតជាទេវតាតែម្ដងចឹងបានគេហៅគេហើយថាមនុស្សទេវោសូមនិមន្តជ្រាប គុណសាធុអរគុណណាស់បានប្រាប់មនុស្សទាំង4ប្រភេទ4ឯ5អីហ្នឹងញោម5ប្រភេទហ្នឹងមើលមនុស្សទេវោមនុស្សទេវតាមនុស្សស័ក្តិមនុស្សសោមនុស្សជាមនុស្សពិតប្រកបមនុស្សស័ក្តិតិឆានណោមនុស្សសពេតោមនុស្សនិរយកោ5ប្រគេឲ្យញោមមិនមែនដូចភ្លេចហប់មនុស្សមេក្រូហើយចំណែនឯងនឹង2អង្គហ្នឹងហ្មងអវសោនុថេដ៏មានអាយុភាសាខ្មែរយើងមានមួយថាមនុស្សមួយមនុស្សមើលអវសោអាចញែកទាំងពីរហ្នឹងមើលថាមនុស្សហើយមនុស្សហ្នឹងវាខុសគ្នាត្រង់ណាសូមវិសាចនា ពាក្យហ្នឹងខ្ញុំកណាមិនជឿហើយក៏មិនហ៊ានញែកដែរខ្ញុំកណាធ្លាប់ឃើញអត្ថបទគេសរសេរឃើញគេញែកមនុស្សឧស្សាហ៍មនុស្សអីណានេះពាក្យនេះវាមិនមែនអាស័យផ្សេងឬស័យសង្ទះសង្ទះហ្នឹងទេតាមពិតទៅការសិក្សាភាសាខ្មែរយើងវាហៅคล้ายញោមនិយាយថាមកយើងទៅផ្ទះដល់ពេលសរសេរមកយើងទៅផ្ទះដល់ហៅមកយើងទៅផ្ទះអាពេលហ្នឹងវាអត់ខុសគ្នាទេវាតែមួយទេមិនមែនផ្ទះសង្ទះផ្សេងទេប៉ុន្តែមកពីការហៅហើយដល់ពេលប្រើប្រាស់ទៅវាคล้ายទៅអញ្ចឹងទៅដូចថាយករណាមកអាឫសីដល់ប្រើយកអាណាមកអាស័យអត់មានត្រូវទេទេសោះមិនអាស័យផ្សឹងឫសីផ្សឹងអាណាផ្សឹងរណាផ្សឹងទេហើយមិនមែនយកផ្សឹងទេអញ្ចឹងមនុស្សនឹងតាមពិតពាក្យតែមនុស្សនឹងទេប៉ុន្តែដល់តែហៅខុសទៅវាទៅជាមនុស្សហើយដល់ហៅតែមនុស្សទៅអ្នកដែលចេះបល័យសំស្ក្រឹតអានឹងប្រៀបដូចអ្នកដែលក្រុមមួយដែលគេថាព្រះជាស្រីហ្នឹងគេទៅវែកញែកឯណាពួកណែអសមានសក់នឹងអសស្អីអសអត់សក់អសស្អីតែអញ្ចឹងដូច្នេះអាវែកញែកនោះទៅវែកញែកមកពីស្អីណាបូកជាមួយស្អីណាមនុស្សជាអ្នកដឹងខុសត្រូវរីឯមនុស្សនឹងជាអ្នកមិនដឹងខុសមិនដឹងត្រូវជាអ្នកចំណានឬស្យាអីខ្ញុំកណាអត់ឃើញឫសគល់ពាក្យនឹងសោះម្ល៉េះហើយខ្ញុំកណាមិនហ៊ានបកស្រាយទេខ្ញុំកណាសន្មតថាមិនជឿខ្លួនឯងទេគឺពាក្យនោះមកពីគេហៅច្រឡំទេដូចអ្នកខាងស្រុកខាងព្រៃវែងអញ្ចឹងគាត់ថាយកកតើលមកក្រាលដល់ពើលក្រាលកតើលប្រកើនលោកនឿនលោកនឿនកងតាមទៅគេហៅលោកនឿនឯងទៅលោកនឿនបាយតណើបយកបង្អើមមកប្រគេនលោកគេថាបង្អែមអីទៅបង្អើមអញ្ចឹងវាប្រែប្រួលភាសាទេខ្ញុំកណាក៏មិនហ៊ានបកស្រាយដែរបើប្រគុណម្ចាស់ចេះរឿងហ្នឹងក៏បកស្រាយចុះខ្ញុំកណាមិនដែលឃើញឬគល់ពាក្យហ្នឹងចេញមកពីវចនានុក្រមណាឲ្យច្បាស់ទេសូមនិមន្តអរគុណណាស់ដែលអ្នកប្រាជ្ញផ្នែកអក្សរសាស្ត្រគឺក៏ភាសាបាលីបានបញ្ជាក់ន័យត្រង់នេះខ្លះធម្មកថាលោកទេសនាថាមនុស្សហើយនិងមនុស្សវាខុសគ្នាមកពីរឿងថាមានឈ្នានេះមកពីម្នាក់ឧស្សាហ៍អីហ្នឹងជាមនុស្សហើយដល់នោះមកពីមានធម៌ចំណែនឈ្នានេះអីគេហៅថាមនុស្សយ៉ាងណាប៉ុន្តែនៃទាំងអស់នេះបើយើងស្ដាប់ទៅគឺថាគ្រាន់តែជាគ្រាមភាសាហ្នឹងគឺភាសារបស់អ្នកស្រុកឲ្យតែយើងស្ដាប់បានអ្នកកពតយើងនិយាយចេញមកខុសគេតែហ្មងញោមអ្នកកពតយើងណាឆៃជុកឆែអញ្ចឹងទៅណាទៅឆោតឆៅឆៅឆ្នាំនេះល្អអត់ទេល្អមកឆៅណែនេះហើយប៉ុន្តែយើងស្ដាប់បានទេថាបានដូចតែគ្នាអាហ្នឹងស្រូវហ្នឹងគឺជាធញ្ញជាតិមួយយ៉ាងសម្រាប់គេយកមកកិនជាងកហើយសម្រាប់ឲ្យមនុស្សទាំងឡាយបរិភោគទៅមានសុខភាពមានកម្លាំងពលាំងទ្រទ្រង់រាងកាយបានអាហ្នឹងគឺជាភាសាអ្នកស្រុកគេហៅទេអញ្ចឹងអវសោបានបញ្ជាក់បាញ់មីងញាតិញោមគឺប្រកាសណាគ្រប់អង្គហ្នឹងអាចយល់ពីរឿងហ្នឹងបានហើយមិនមែនមកពីអីទេប៉ុន្តែនេះជាការវ័យឆ្លាតរបស់អ្នកប្រាជ្ញទេលោកខ្សែផ្សំទៅដើម្បីឲ្យយើងទាំងអស់គ្នាបានស្ដាប់ទៅហើយក៏យកទៅជាកតិពិចារណាក៏មិនជាខុសអីដែរ
ប្រគុណណាអវសោអនុថេដ៏មានអាយុចឹងខ្ញុំកណាបាញ់មិញនេះយើងបានស្គាល់មនុស្ស5ប្រភេទហើយឥឡូវខ្ញុំកណាចង់សួរអំពីរឿងកូនទៅទៀតព្រោះមនុស្សបានបង្កើតជាមនុស្សហ្នឹងថាមកពីម៉ែឪហ្នឹងជាមនុស្សបានជាកូនមកមនុស្សមិនចឹងយល់ទេឥឡូវចង់សួរកូនទៀតដែរតើកូនមានប្រមាណប្រភេទអវសោអនុថេកូនមាន3ប្រភេទក៏មាន4ប្រភេទក៏មានច្រើនប្រភេទក៏មានសូមជ្រាបញីច្រើនណាស់កូនអី4 5 6 7 8 9 10ប្រភេទមើលអា3ប្រភេទហ្នឹងស្អីគេសូមនិមន្តរាប់3ប្រភេទហ្នឹងកូនប្រុសមួយប្រភេទកូនស្រីមួយប្រភេទនិងខ្ទើយមួយប្រភេទសូមជ្រាបមានប្រុសមានស្រីមានខ្ទើយហើយចុះ4ប្រភេទហ្នឹងស្អីគេ4ប្រភេទហ្នឹងអធិជ្ជៈកូនកើតពីខ្លួនខេត្តត្រជាក់កូននៅក្នុងអំណាចនៃដែនគ្រប់គ្រងដូចលោកមេស្រុកមេឃុំអញ្ចឹងគេហៅយើងកូនចៅមួយទៀតតនកៈកូនសុំគេមកចិញ្ចឹមឬក៏កូនធរមួយទៀតអន្តេវាសកៈកូនសិស្សហ្នឹង4ប្រភេទដែរចុះ5ប្រភេទ5ប្រភេទហ្នឹងកូនតឹងកូនសកត់កូនក្រកកូនព្រាយណាកូនខ្មោចចុះ6ប្រភេទហ្នឹងស្អីគេ6ប្រភេទហ្នឹងណាមានកូន6ប្រភេទកូនសោទៅថែមមួយទៀតទៅ6ថែមកូនសោមួយទៀតចុះ7ប្រភេទអីគេចាថែមមកអស់មកតែមានកូនកន្លងមួយទៀតហើយចុះ8ប្រភេទថែមទៀតមកកូនគោលកូនវូមួយទៀតមកបើរាប់ពីរឿងកូនរាប់មកហើយអញ្ចឹងមើលកូននៅក្នុងពុទ្ធសាសនាដែលពុទ្ធជាម្ចាស់លោកលើកយកមកជាកតេដើម្បីអប់រំអ្នកស្រុកឬក៏ពុទ្ធបរិស័ទរបស់លោកថាកូនមានប្រមាណដែលយើងគូកប់3យកមកទៅខ្សែអវសោសូមវិសាចនាមិញខ្ញុំកណាថាកូន4ប្រភេទហើយកូន5ប្រភេទនោះញោមញាតិអញ្ចេះចង់សួរប្រគុណម្ចាស់មួយម៉ាត់រឿងកូន3ប្រភេទមនុស្សដែលមានកូន4ក្នុងធម៌យើងច្រើនតែធ្លាប់មានរឿងធ្វើបាបឪពុកម្ដាយច្រើនតែពួកកូន4ហ្នឹងថាសេដ្ឋីមួយចំនួននៅក្នុងរឿងកពីជាដកឲ្យតែមានកូន4ច្រើនតែចំមកកូននឹងធ្វើបាបប៉ុន្តែឥឡូវនិយាយពីអ្នកមានកូន3ម្ដងច្រើនតែបែកព្រាត់ប្រាស់គ្នាអាហ្នឹងមិនមែនថាទូទៅទាំងអស់ទេមានរឿងមួយចំនួនណាខ្ញុំណាបែកព្រាត់ប្រាស់គ្នាដោយគេឲ្យម៉ែហ្នឹងនៅចាំផ្ទះឲ្យកូនហ្នឹងគេបង្រាត់យកទៅឆ្ងាយបាត់ហើយគុណម្ចាស់បកស្រាយគេឲ្យម៉ែនៅចាំផ្ទះគេចាប់យកកូនទៅបាត់តើជាអ្វីសូមឆ្លើយជ្រូកកណាកូនជ្រូកកូនគោតែជ្រូកណា3ទេកូនតែ3ទេកូនហ្នឹងកូនតែ3គេកូនក៏3ណាកូន3ទេកូនស្អីកូន3កូនសោកូនសោកណាគេយកមេឲ្យនៅចាំផ្ទះចាក់សោចាក់មេនៅហ្នឹងគេយកកូនទៅតាមបាត់ដាក់កូនក្នុងកប៉ាល់ទៅជាមួយទៅលេងភ្នំពេញទៅលេងកំពង់សោមេអាកូនបានទៅជាមួយគេរហូតនិយាយពីម៉ែណាក្ដែងហើយនៅចាំផ្ទះទៅម្នាក់ឯងកូនសោប្រគុណជាអង្គម្ចាស់កូនដែលហៅថា5-6យ៉ាងនោះខ្ញុំកណាចង់ឲ្យញោមញាតិស្ដាប់ឲ្យកំសាន្តអារម្មណ៍បន្តិចទៅមួយគេហៅថាកូនក្រកនៅក្នុងសម័យសង្គ្រាមគេចូលចិត្តធ្វើដើម្បីជួយខ្សឹបប្រាប់មានណារឿងរ៉ាវអីដឹងមុនហើយទី2កូនព្រាយអាកូនព្រាយហ្នឹងមនុស្សដែលស្លាប់ទៅមានផ្ទៃពោះហើយគេកប់ទៅពួកគ្រូមន្តអាគមហ្នឹងយកឡើងទៅកន្លែងភ្នោហ្នឹងទៅរៀបចំសំកូនហ្នឹងមកតលពួកព្រាយហ្នឹងវាយកកូនហ្នឹងឲ្យមកគេយកមកធ្វើជាកូនមួយដោយកូនក្រកដែរសម្រាប់ដើរការពារជួយប្រាប់តំណែងល្អអាក្រក់ឲ្យអ្នកកាន់ហ្នឹងដឹងមុនគេហៅកូនព្រាយហើយមួយទៀតកូនខ្មោចអាកូនខ្មោចហ្នឹងអាហ្នឹងដូចអត់មានរូបរាងពិតប្រាកដទេប៉ុន្តែមានតែឈ្មោះហៅហើយជាពិសេសគេយកពាក្យហ្នឹងមកប្រើដើម្បីស៊ីប្រាក់ខែអីគេដាក់កូនខ្មោចមួយទៅឬក៏គេឲ្យលេងល្បែងអីគេឲ្យ2 នាក់ 3 នាក់ឲ្យថែមកូនខ្មោចឲ្យមួយទៀតចឹងណាហើយដល់ទី4គេហៅ
កូនសកតញោមស្គាល់កូនសកតអត់អានឹងក្របសណយើងគេដាក់នៅខ្សែកថាអានឹងខ្សែកថាមានសណនេះឲ្យកូនសកតអាមួយទៀតកូនតឹងហើយពីណាស្គាល់កូនតឹងណាអានឹងពីដើមអ្នកសង្គ្រាមដូចជាលោកយាយទេពសក់ដាញ់នៅភ្នំប្រយ៉ងកោអីគាត់ចេះអាកូនតឹងហ្នឹងគេមានដុំថ្មមួយគេចងខ្សែជាប់ទុកនឹងខ្លួនអញ្ចឹងទៅពេលសត្រូវចូលមកដល់គេកាប់ដាវបាញ់ឬក៏គេវាយជាមួយគ្នាពេលសត្រូវឆ្ងាយ 3-4 ម៉ែត្រគេលួចគប់ហូតអាកូនតឹងហ្នឹងគប់បឿសត្រូវដួលមកពីកត្រាក់ខ្សែនឹងត្រឡប់មកវិញបានក្របកូនតឹងមកវិញជួនកាលគេកាន់ខ្សែនឹងបោកទៅត្រូវទៅគេយកមកវិញអញ្ចឹងសត្រូវវាធ្វើប្រហែសអាហ្នឹងគេហៅកូនតឹងអានេះដែលខ្ញុំកណាថាកូន5ហ្នឹងដើម្បីឲ្យកំសាន្តចិត្តប៉ុន្តែកូន4ហ្នឹងគឺអត្តចៈកូនកើតពីខ្លួនខេតចៈកូនដែលយើងគ្រប់គ្រងនៅក្នុងដែនដូចមេភូមិមេស្រុកអីហើយដល់តនកៈកូនសំគេមកអញ្ចឹងហើយអន្តេវាសកៈគឺកូនសិស្សបណ្ដាកូនទាំង4ហ្នឹងយើងលើកមួយគឺអត្តចៈកូនកើតពីខ្លួននេះកូនកើតពីខ្លួននេះមាន3ប្រភេទ2ដងអាប្រភេទ3មុននោះកូនមួយអត់កើតមកទេស្លាប់នៅក្នុងផ្ទៃកូនមួយកើតមកបានប្រហែល 4-5 ថ្ងៃក៏ស្លាប់ទៅហើយកូនមួយទៀតរស់នៅទល់ឥឡូវប៉ុន្តែរស់នៅទល់ឥឡូវហ្នឹងវាអត់ដឹងគុណម៉ែអត់ដឹងគុណឪវាជាកូនពីលគេសួរថាតើកូនទាំង3ហ្នឹងកូនណាប្រសើរជាងគេកូនណាពិបាកជាងគេកូនណាល្អជាងគេគេថាអាស្លាប់ក្នុងផ្ទៃឬក៏អាកើតមកស្លាប់ល្អជាងហេតុអីព្រោះធ្វើឲ្យម៉ែឪយំតែមិនបន្តិចបាត់ទៅវិញយំអាទឹកអីបាត់ទៅវិញប៉ុន្តែកូនរស់នៅហើយមិនដឹងគុណម៉ែឪនេះអានឹងមួយជីវិតនឹងទឹកភ្នែករហូតប្របាក់រស់ស៊ីចាំវាតម្រាំធំដល់ធំនៅតាមធ្វើបាបឯងបានលោកចែកឲ្យកូននៅរស់ហ្នឹងមានប្រភេទ3ដតីទៀតគេហៅថាអតិចិត្តបុត្រអវចិត្តបុត្រអនុចិត្តបុត្រអញ្ចឹងកូនដែលជាអវចិត្តបុត្រហ្នឹងកូនអន់បំផុតអត់មានដឹងគុណទោសខុសត្រូវម៉ែឪអីទេកូននេះឯងមានធម៌4នេះគឺអបាយមុខទាំង4លបែងស្រីស្រាពាលាជាពិសេសដើរលេងហួសពេលវេលាភ្នាល់គ្នាខ្សែគប់បាបប្រមិតមិនបានធ្វើបន់ទានជូនម៉ែឪទេប៉ុន្តែសុំឲ្យម៉ែឪនឹងកុំទុកហប៉ាវអាវប្រហែសពេកលុបបានតែមួយដៃទៅនឹងមកក្តាប់ទៅនឹងដល់ថ្ងៃណាមកវិញទេកូននេះធ្វើឲ្យម៉ែឪខ្មាស់គេក៏មានអស់យុសស័កតំណែងក៏មានអស់លុយកាក់ក៏មានស្គាល់អស់ប៉លិសញឹកក៏មានដូច្នេះដោយសារតែកូននឹងធ្វើឲ្យម៉ែឪស្គាល់អស់ប៉លិសដែរកូននេះគេហៅថាអវចិត្តបុត្រឯកូនទី2គេហៅថាអនុចិត្តបុត្រមានធម៌ស្តៀងម៉ែឪបើមានសទ្ធាសីលៈចក្កបញ្ញាកូននឹងមានតាមបើម៉ែឪជាអ្នកស្រែចម្ការកូននឹងក៏ចេះធ្វើស្រែចម្ការបើម៉ែឪអ្នកភ្លេងកូននឹងក៏ចេះភ្លេងបើម៉ែឪធ្វើជាគ្រូបង្រៀនកូននឹងអាចធ្វើគ្រូឡើងដល់នាយកបើម៉ែឪជាមន្ត្រីរាជការកូននឹងក៏មន្ត្រីរាជការអាចឡើងដល់ឯកឧត្តមលោកជំទាវហើយបើម៉ែឪនឹងឯងជាអ្នកជំនួយកូននឹងឡើងថកែក៏មានដែរបើម៉ែឪបែបណាកូនបែបនោះរៀនតាមម៉ែឪអាចអប់រំកូននឹងបានប៉ុន្តែកូនប្រភេទទី3គេហៅថាអតិចិត្តបុត្រគឺកូនល្អបំផុតសំដៅទៅលើកូនដែលមានធម៌កតញ្ញូកូនដែលមានធម៌4យ៉ាងទី1អត្តសទ្ធិកូននឹងទៅរៀនមានចំណេះចេះដឹងខ្លួនឯងហើយធ្វើល្អខ្លួនឯងត្រឹមត្រូវខ្លួនឯងទី2បរសទ្ធិត្រឡប់មកវិញមកដឹកនាំបងប្អូនឲ្យធ្វើល្អធ្វើបន់សន្តានដឹងគុណម៉ែឪដែរទី3សង្ឃៈចេះសន្តោសសង្គ្រោះដល់អ្នកភូមិផងរបងជាមួយដូចជាលុយខ្លួនឯងសោះហ៊ានដាំស្លបបពពាកភេសជ្ជៈធ្វើបន់ឲ្យគេហូបឲ្យគេពិសាណែកូនបែបនេះល្អអញ្ចឹងហើយដល់ទី4កតញ្ញូជាកូនដឹងគុណឪពុកម្ដាយបើម៉ែឪនៅរស់កូននឹងក៏បំពេញកាតព្វកិច្ចតាមភារៈដែលខ្លួននៅរស់ហើយបើម៉ែឪស្លាប់ទៅហើយក៏ធ្វើបុណ្យតេខេណានុបទានដោយកំពុងធ្វើអញ្ចឹងកូនណាធ្វើបែបនេះបាននេះហើយហៅថាអតិចិត្តបុត្រកូនដ៏ល្អបំផុតកូនពិសេសពិសាលជាងមេត្តាបិតាទៅទៀតនេះកូន3ប្រភេទរៀបរាប់ប៉ុណ្ណេះប្រគុណជាអង្គម្ចាស់លើសខ្វះយ៉ាងណាមេត្តាបន្ថែមបន្ថយចុះសូមនិមន្តគុណអរប្រគុណណាចឹងនិមន្តឆាន់ស្លាមួយម៉ាត់ទៅកណាបន្ថែមមកចាប់ទៀតកណាមកហត់ពេកក៏លោមកថាអីឯងមកតាំងពីព្រៃវែងមកដល់នេះលោកប្រើលោកដេញរត់រហូតហត់ឥឡូវកណាមុនសម្រាប់ទីទៅហើយធ្វើចលនាបេះដូងដកដង្ហើមមួយវែងវែងទៅទៀតដេញទៀតណាចាំរត់ទៀត
côn bay về phê ní miền rương muối đà nhiệt nhôm tỏ nghĩa tàu sẽ đạp hay ta chả mớ nhôm lọt chuột côn nà khla ta côn nà khla đa nhiệt nhôm đằng miền đầu tiên nhôm miền mà đáy miền côn bay nè hái có oi cành đọp muối từ tình từ trầy hãy có oi lùi tao thà côn ấy từ tình từ trầy vô màu đầm bay vô mà slo côn nó có cành đọp tới có từ đó oi cái trọ từ trầy ở màu đã mà đo tẹt cả đá pháo có đua bay đọp từ trầy côn nó có phây na đa một tẹt vĩnh có khai mẹ váy có khai dung đang quy chừng ngày màu mà đại khơi côn dung ai bà lạc học ở sao mà lại có phơi bọc thùng đập thà côn đi mà đai dần mạch nâng ta khơi dòng từ tinh từ tây bài mình plot chương ở lỡ đua có phục từ tây ở hai lời ní xong nè mà đai cùng vay khi ông ấy mà đai có tham ấy thế ở từ côn ai là xa ban mình của thân và nâng mai o na từ hai rương từ tây và nâng cùng ấy thế có pra côn tivi tề côn tí phí có tự tình hãy quát đa đo vẹn cần đá pháo quát có bột chương đùa hãy quát có cà phê từ cây nó bàn vẹn cần đá quát mà vĩnh có út prap mai quát thầm hai mai nhôm bánh mình đi tự tình từ cây bàn mau hơi còn tái việc pháo bạn với khi ông có plot chương đùa tới khi ông có cà phê từ cây bàn tập vẹn cần đá lên bên tay mình đang phải chôn tức chui khác đi bỏ hộp cát có hộp tới máy có bình định mơ tới thực tây nó có đâu ai pra cả bàn có pra côn tị bấy ao từ tình thiệt côn tị bấy có từ tinh thực tây bàn màu hỡi có đăng một số bài tha tá trâu để xa thực tây biệt mấy ở chẳng ánh hỡi trâu và lực thực tây thưa được biệt mấy tao tờ rô lôi pitina đầm bay vô một tinh cứ đầm bay xóm tranh trên thực tây ở chẳng ánh còn oi từ tình kê càng liên to lông giang điện côn càng bay vào phết ní ai chạy bàn thả côn tì muối cứ ảo vẹn chết bọt côn tì pi à nụ chết bọt côn tì bay à tệ chết bọt côn à tệ chết bọt cứ chỉ côn đại miền phải chạy cùng ray việt na pung pu ai giật vô mai ấu oi bàn pung pu bàn nè nhìn nhôm á bà mai ấu lẹ tao nụ rụt trái côn nút ai phơi bon tệ cả na nộp tiền chứ này miền sầm mặt tập tiếp nông cai chui dứt chui dông sần đông mê ta bê đá ở đuôi pot ẩm pi cầm nạt phải bàn bánh mấy ao và so nụ thế lộn vậy tha nẹt khá sần xóm thô từ ca chỉ phải project đa lui qua hầm chốc thở ca hầm chốc mình thở ca từ bỏ ấy từ lui bỏ cái tiết nắng sần xóm pui phải nãy giờ chúng ta chờ về nét có thì cho cái này về ót sầm mắt tập hiệp không biết ai hốt cái này lui này mình nhớ nhung nét có đó có về ót ai hốt đại pu ra hai sọc chặt tàu ngõ với lui kia còn lui sân ba mà chan sân đó đầm bay rua đôi sờ mày lục port đấy thấy nhớ nhung đầm bay rua cái lui kia cái lui đấy này còn tay thằng nẹt có mò bị ọt liên của ban chỉ đại chất ở lối kê hay cho nẹt miên nè miên mình qua từ hai hay mấy con từ lối kê đá nhau miên chán hai mấy con lối đá là nàng hai ba cái thá mình nước nó cứ xem cái này miền thọ xem cái này chẳng áo của sao nút thế đò mình là giúp mấy bạn làm mà mặt đây chẳng khi ông na xua to từ tia đó hả sao cái na trong xua vì riêng xịt đây sốc rồi bọc rồi hoa bên đây than nét đà mình bú đó hãy bỏ qua bị chết nè bu chấn cái na trong xua tha áo của sao lọt lâu chia có hoa đăng tha xịt đây sốc rồi bọc rồi hoa nắng miền ấy khai thế áo của sao xong đi sai trên này tam luôn ai nơi chia rồi mình sợ đằng này bằng té đằng riêng rài khác nơi kia bùa hỏi bàn riêng tam cao đi rồi
ពុទ្ធបរិស័ទដែលគ្រប់គ្រងផ្ទះមានប្តីមានប្រពន្ធមានកូនហើយក៏ចង់បានសុខដែរព្រះពុទ្ធលោកថាសេចក្តីសុខមានពីរសុខមួយគេហៅថានេកមៈសុខសុខអ្នកចិញ្ចាតាមគឺសុខរបស់អ្នកបួសអានឹងលោកគិតតែលះបង់យកសុខទៅដល់កហិសុខអ្នកគ្រប់គ្រងផ្ទះលះបង់អត់កើតទេអញ្ចឹងបើលះបង់មិនកើតតើសេចក្តីសុខរបស់កុហកចង់គោរពជឿសាសនាដែរតើត្រូវបដិបត្តិយ៉ាងណាហើយបើថាបរមត្តសុខសុខរបស់ព្រះអរហន្តលោកអស់ទៅហើយលោកលែងមានជាប់ជំពាក់អីអស់កហបតីទាំងឡាយនោះក៏ចូលទៅថ្វាយបង្គំទូលសួរព្រះពុទ្ធថាបបិទ្ធព្រះអង្គដ៏ចម្រើនពួកយើងខ្ញុំជាខរិយវាសនៅគ្រប់គ្រងផ្ទះមានប្រពន្ធមានប្តីមានកូនមានទ្រព្យសម្បត្តិអញ្ចឹងពួកយើងចង់ជឿគោរពបប្រតិបត្តិតាមសាសនាដែរតើពួកយើងត្រូវធ្វើយ៉ាងណាហើយសេចក្តីសុខរបស់ពួកយើងនោះមានអ្វីខ្លះទៅព្រះពុទ្ធជាម្ចាស់ព្រះអង្គទ្រង់ឆ្លើយថាចត្តារិមានិកហបតយោគិសុខានិអដ្ឋិសុខាំភោគៈសុខាំអននៈសុខាំអនបច្ចៈសុខាំមនាលកហបតីទាំងឡាយសេចក្តីសុខរបស់ប្រហោះអ្នកដែលនៅគ្រប់គ្រងផ្ទះសម្បែងនឹងឯងមាន4យ៉ាង1ហៅថាអដ្ឋិសុខពីព្រោះមានទ្រព្យសម្បត្តិបើមិនមានទ្រព្យសម្បត្តិទេមិនសុខទេអញ្ចឹងយើងនិយាយដោយខ្លីថាមានលុយបើអត់លុយសុខអាម៉េចញោមទៅផ្សារទិញអីឥឡូវនេះបើអត់លុយទៅផ្សារដឹងទិញអីទេណាថ្លៃម្ហូបណាថ្លៃបន្លែណាថ្លៃទឹកថ្លៃភ្លើងថ្លៃសាំងម៉ូតូថ្លៃទូរស័ព្ទដូច្នេះតើអត់លុយអត់សុខទេអញ្ចឹងទី1តើមានប្រាក់មានលុយសិនទី2លោកថារិភោគៈសុខដោយសារមានលុយហើយមានទ្រព្យហើយត្រូវបានចាយទៀតហើយបើមានហើយហួងហែងទុកមិនព្រមចាយក៏អត់សុខដែរទុកស្រីព្រោះប្តីកាន់លុយទុកប្រពន្ធទុកប្តីព្រោះសុំលុយប្រពន្ធអត់ឲ្យអានឹងក៏វាអត់សុខដែរមានទ្រព្យសម្បត្តិហើយចាយអត់កើតអញ្ចឹងតើបានចាយឯទី3គេហៅថាអននៈសុខព្រោះមិនជាពាក់បំណុលគេបើឃើញថាបង្អួតគេឲ្យវាលុយបន្តិចទៅធ្វើផ្ទះធំទិញឡានថ្មីទំនើបទិញម៉ូតូថ្មីប្រសិទ្ធខ្ចីលុយគេអត់ទាំងអស់ឥឡូវធនាគារតាមទៀងវិញសុំគេកាត់យកបដាសុខទៅតាណារួចដល់ទៅលក់អានឹងសងអាថ្លៃគេនោះសងអត់រួចថ្លៃដើមផងបើដូច្នេះតលមិនជាពាក់បំណុលគេមួយទៀតបានវាបានសុខឯចំណែកខាងទី4លោកហៅថាអនវជ្ជៈសុខពីព្រោះការងារប្រឆាទុកទោសមានន័យថាបើការងារយើងរកស៊ីនឹងគិតតែពីរត់កិច្ចពីប៉ូលីសឲ្យទៅលើឆ្កែព្រោះភ័យអញប៉ូលីសមកដេកអត់លក់ទេបើដូច្នេះគិតតែភ័យរត់កិច្ចចុះកិច្ចឡើងវាអត់សុខទេអញ្ចឹងតលការងារស្របច្បាប់អញ្ចឹងសេចក្តីសុខរបស់កុហកមាន4យ៉ាងនេះព្រះគុណជាអង្គម្ចាស់សូមនិមន្តជ្រាបគុណអរគុណណាស់អវសោនុថេសមានរវល់ជាប់បួសអត់ដឹងសេចក្តីសុខរបស់កុហកអញ្ចឹងសេចក្តីសុខរបស់កុហកមាន4ហ្នឹងទី1សុខដោយសារមានទ្រព្យទី2បានចាយវាយទ្រព្យទី3មិនជាពាក់បំណុលគេនិងទី4មានការងារដែលប្រឆាទោសមានការងារមុខរបរចិញ្ចឹមជីវិតហ្នឹងត្រូវច្បាប់ហ្នឹងញាតិញោមចាប់អារម្មណ៍ហើយហ្នឹងផងណារស់ស៊ីឬក៏រស់ក្នុងសង្គមបើរស់ក្រៅរង្វង់ច្បាប់គម្រោះហើយរស់ស៊ីក្រៅរង្វង់ច្បាប់គម្រោះឧទាហរណ៍ថាញោមមានរបស់របរដូចជាឡានប្រើប៉ុន្តែឡានអត់ពន្ធថ្ងៃណាមួយគេចាប់គេប្រមូលយកទាំងអស់ឃើញទេញោមយើងរស់ស៊ីខុសច្បាប់យើងនៅរស់តូចមិនអីទេដល់យូរមិនសមបានធំនោះយើងចាប់ដើមចុះទុនធំគេក្តោបយកម្ដងអាលីតែឯងនេះថយទៅបាក់ទឹកចិត្តហ្នឹងលេងចង់រស់ពីព្រោះធ្លាប់តែមានបានហឺហាមានមុខមានមាត់ឥឡូវត្រូវគេរឹបអូសយកអាលីក៏ទៅធ្វើអត្តឃាតចងកលេបថ្នាំសម្រាប់ខ្លួនអីជាដើមទៅអាហ្នឹងគឺការងារដែលប្រឆាទោសហ្នឹងធ្វើឲ្យយើងមានសេចក្តីសុខអញ្ចឹងត្រូវមានមុខរបរហ្នឹងជាមុខរបរត្រូវច្បាប់ហ្នឹងអរគុណណាស់អវសោនុថេកណាចង់សួរថាតើសេចក្តីសុខទាំង4ហ្នឹងតើយើងធ្វើយ៉ាងម៉េចទៅដើម្បីឲ្យកើតឬក៏ឲ្យបាននៅសេចក្តីសុខទាំង4ហ្នឹងអវសោសូមសាច់នេះ
សេចក្តីសុខរបស់កុហកមាន4យ៉ាងដូចបាញ់មិញនេះណានាក៏ចង់បានដែរប៉ុន្តែតើយើងធ្វើម៉េចដើម្បីទទួលបានក្នុងនាមជាបរិស័ទអ្នកគ្រប់គ្រងផ្ទះហើយជឿសាសនាពុទ្ធលោកសម្ដែងថាដើម្បីបានសេចក្តីសុខនេះត្រូវបំពេញទិដ្ឋធម្មិកថាប្រយោជន៍ទិដ្ឋធម្មិកថាប្រយោជន៍គឺប្រយោជន៍ក្នុងបច្ចុប្បន្ននេះអញ្ចឹងសាសនានេះមិនមែនសម្ដែងឲ្យតែលះតែមកមុខទេគឺឲ្យប្រមូលដែរណាញោមណាទី1គឺថានៅក្នុងទិដ្ឋធម្មិកថាប្រយោជន៍នោះលោកថាទី1ឧទ្ធានសម្បទាត្រូវប្រឹងរកទ្រព្យសម្បត្តិឲ្យហើយតនខ្លួននៅក្មេងតនកម្លាំងនៅមានកុំឲ្យត្អូញថាខ្ជិលពេកក្តៅពេកត្រជាក់ពេកល្ងាពេកអីកាលណាយើងនៅមានកម្លាំងប្រឹងរកឲ្យហើយវាបានទ្រព្យច្រើនស្រួលចាយពេលយើងចាស់ទៅអ្នកមានទ្រព្យច្រើនរស់បានយូរដែរតាឈឺបានយូរញោមយកទៅពេទ្យសិង្ហបុរីពេទ្យថៃពេទ្យអីនៅរស់តឥឡូវលាន់ប៉ុន្តែអ្នកអត់សូវមានទ្រព្យឈឺឆាប់ស្លាប់អត់លុយឲ្យពេទ្យម្ល៉េះហើយអ្នកមានទ្រព្យច្រើនឈឺបានយូរជាងរស់បានយូរជាងអញ្ចឹងឧទ្ធានសម្បទាត្រូវប្រឹងរកទ្រព្យដល់ទី2គេហៅថាអរិយសម្បទាត្រូវប្រឹងថែរក្សាកុំឲ្យបានមកចេះតែដើរប៉ាវឲ្យគេឲ្យឯងអស់ពេកគេអត់ប៉ាវឲ្យយើងវិញទេពេលយើងមានភ័យអាសន្នគេរត់ចោលយើងអស់ពេលយើងមានទ្រព្យគេមករាប់អានដើម្បីឲ្យយើងប៉ាវឲ្យគេហើយដល់ទី3លោកហៅថាកល្យាណមិត្តតើឲ្យសេពគប់កល្យាណមិត្តសេពគប់អ្នកណាដឹកនាំរកផ្លូវចំណេញបើកការរស់ស៊ីធ្វើការបន្តទៀតទៅសេពគប់ខុសនាំយើងទៅកាស៊ីណូលេងតែមួយថ្ងៃពីរខ្ទេចហើយដល់ខ្ទេចលក់ដីលក់ផ្ទះស្ដារដើមអាដើមក៏មិនបានអាចចង់ក៏បានអស់អាលីងទៅហើយបើដូចនេះហើយតែដឹកទៅសេពគប់ខុសនាំទៅខុសទៅមកដល់ទី4លោកហៅថាសមៈជីវិតាចិញ្ចឹមជីវិតឲ្យមានភាពខ្ទង់ចំណាយច្បាស់លាស់មានន័យថាការចាត់ចែងទ្រព្យសម្បត្តិកេរ្តិ៍អករបស់យើងនឹងឯងប្រើប្រាស់ឲ្យមានខ្ទង់ចំណាយច្បាស់លាស់ល្អត្រឹមត្រូវប្រទេសយើងអ្នកកាន់ពុទ្ធសាសនាព្រះអង្គសម្ដែងអញ្ចឹងប៉ុន្តែយើងមើលប្រទេសគេសេដ្ឋកិច្ចរីកចម្រើនដូចនៅប្រទេសអាមេរិកកាំងបារាំងអង់គ្លេសកាណាដាអូស្ត្រាលីអីគេអត់កាន់ពុទ្ធសាសនាដូចយើងក៏ដោយប៉ុន្តែអ្វីដែលគេរីកចម្រើនគេកំពុងតែធ្វើវាទាំង4យ៉ាងដូចធម៌ព្រះហ្នឹងគឺគេដើរប្រឹងរកទ្រព្យហើយគេប្រឹងថែអាសាហើយគេប្រឹងសេពគប់វិនិយោគជាមួយប្រទេសដទៃរកកល្យាណមិត្តអ្នកវិនិយោគកិនអ្នកនយោជិកនយោជកអ្នកលក់ចេញអ្នកចំនួនធំហើយប្រទេសណាដែលអាចបង្កើតវរិយអគ្គិសនីដងប្រេងអីបានគេដោស្វែងរកហើយដល់ទី4ខ្ទង់ចំណាយរបស់គេមិនចេះតែចាយទេគេមកប្រទេសយើងឲ្យប្រាក់ខែបានធូរហើយគេអាចបានចុះថ្លៃពន្ធដារខ្លះទៀតអញ្ចឹងគេស្វែងរកភាពចំណេញរបស់គេអនុវត្តទៅតាមធម៌4យ៉ាងដូចព្រះដែរគេមិនកាន់សាសនាពុទ្ធប៉ុន្តែអ្វីដែលគេកំពុងធ្វើវាដូចធម៌ព្រះយើងប៉ុន្តែឯយើងនេះវិញកាន់សាសនាពុទ្ធដាក់ក្នុងអត្តសញ្ញាណបានកាន់សាសនាពុទ្ធប៉ុន្តែមិនបាច់សួរទេព្រះអង្គប្រសូតថ្ងៃណាមិនទាំងដឹងផងនិព្វានថ្ងៃណាមិនទាំងដឹងផងអត់ទាំងអនុវត្តតាមព្រះផងឲ្យទៅថាប្រទេសក្រមកពីកាន់សាសនាពុទ្ធនឹងបានវាក្រប្រទេសក្រមកពីកាន់សាសនាពុទ្ធប៉ុន្តែតាមពិតយើងអត់ធ្វើតាមព្រះសោះរីឯប្រទេសគេអ្នកមានគេមិនកាន់សាសនាពុទ្ធក៏ដោយប៉ុន្តែអ្វីគេកំពុងតែធ្វើនឹងដូចសាសនាព្រះយើងអញ្ចឹងចឹងដើម្បីបាននៅសេចក្តីសុខដល់ខ្លួនគួរតែបំពេញទិដ្ឋធម្មិកថាប្រយោជន៍ទាំង4នេះបានសេចក្តីសុខនឹងហើយបើអត់មានទ្រព្យសម្បត្តិទេធ្វើបុណ្យថ្ងៃហ្នឹងក៏អត់សប្បាយដែរញោមណាញោមញាតិអ្នកមកចូលបុណ្យហ្នឹងដោយសារម៉ូតូគេលម៉កគេក៏អត់សប្បាយអង្គុយទៅមើលលេងគេទៅចោលបាត់ឲ្យគេមិនដឹងទេជាងកាលមានលុយទៅ2000ចូលបុណ្យគេអស់ហើយអង្គុយមើលឃើញគេរេគ្នាស្អីមកទៀតហុចថាសនោះមកហុចមកអញខ្មាស់គេឥឡូវហើយទៅណាទៅលោកគេកុំមកទៅឆ្ងាយទៅហើយបើសិនជាមានលុយវិញយកមកគេចូលបុណ្យអីគេរេគេណាតែគេចូលផងសប្បាយណាស់ជាងកាលឃើញកបោកប៉ុណ្ណាណៃនឹងចោលឆក់ខកចិត្តទៅញយឆក់បាត់ទៅឆែកមើលមានកញ្ចប់ឆ្នាំឯងមកលូស្លាមមិនដឹងលុយទៅណាផងបោកព្រោះហើយខំតែឆក់ស្មានទៅលុយអញ្ចឹងញោមញាតទៅអត់លុយអត់កាក់មកបុណ្យក៏មិនសប្បាយធ្វើបុណ្យក៏មិនសប្បាយរស់ក៏អត់សូវបានសុខប្រមាណដែរបានជាក្នុងសាសនានេះគ្រាវាខ្លាយជាពិខុសង្ឃគ្រាវាគេត្រូវការទ្រព្យសម្បត្តិឲ្យបានច្រើនដើម្បីចិញ្ចឹមជីវិតខ្លួនផងដល់ពេលយើងចាស់ទៅសម្រាប់ទំនុកបម្រុងជីវិតយើងផងអញ្ចឹងសរុបមកដើម្បីទទួលបានសេចក្តីសុខត្រូវបំពេញទិដ្ឋធម្មិកថាប្រយោជន៍ទាំង4នេះជាមុនណាអង្គម្ចាស់សូមជ្រាបគុណអរគុណណាស់សាធុអវសោឆេកោកឡោសែតលោកម្ចាស់ដល់ឆ្លៀសវៀងវៃគុណអរគុណដែលបានលើកឡើងពីរឿងទិដ្ឋធម្មិកថាប្រយោជន៍
នឹងគឺថាត្រូវតែប្រឹងប្រែងដោយខ្លួនឯងណាញោមបើមិនប្រឹងប្រែងទេគឺមិនបានទេពាក្យចាស់លោកបើប្រើពាក្យទៅជាមួយគ្នាប្រឹងឲ្យប្រែងខ្លួនអឹងណាញោមហ្នឹងហើយអញ្ចឹងមើលអវសោអាប្រែងខ្លួនអឹងហ្នឹងគឺថាប្រឹងខ្លួនឯងបានទ្រព្យសម្បត្តិមកតើចាយវាយឬក៏ប្រើប្រាស់ទ្រព្យសម្បត្តិក្នុងរបៀបណាខ្លះសូមវិសាចនាបើតាមសាសនាពុទ្ធយើងមានវិធីចាយសំខាន់ធំជាងគេ4យ៉ាងមួយគេហៅថាសងបំណុលចាស់2បលបំណុលថ្មី3បោះចុះក្នុងជ្រោះ4កក់ទុកជាកំណត់ព្រេងបល័យថាអ៊ីនាងតាមិអ៊ីនាងមញ្ចាមិសាធនេនិកន្តេមិពហុតេឆៈពេមិដូច្នេះសូមនិមន្តជ្រាបគុណអរគុណណាស់បលបំណុលថ្មីសងបំណុលចាស់បានដល់អីសងបំណុលចាស់បានដល់ចិញ្ចឹមឪពុកម្ដាយធ្វើបុណ្យជូនឪពុកម្ដាយដូចថ្ងៃហ្នឹងអញ្ចឹងណាញោមណាញោមមានជាពាក់បំណុលចាស់ហើយអត់ញោមមានជាពាក់ដែរញោមតាំងពីកើតមកទល់ប៉ុណ្ណេះស្លៀកពាក់សពុតខោអាវម៉ែអស់ប្រមាណកាផ្លេម្នាក់ញោមតាំងតែធ្វើឲ្យលហែកតាំងតែធ្វើឲ្យឆ្អែតរាប់មិនអស់ដូចអាត្មាដែរអាត្មាក៏រាប់មិនអស់ដូចគ្នាអញ្ចឹងជាពាក់មួយវាដឹងថា100កាផ្លេទិញយកមកសងឲ្យរួចគ្នាហើយដល់អត់ដឹងសងប្រមាណជាពាក់លុយគេ10000ត្រូវសង10000ជាពាក់20000ត្រូវសង20000ចុះបើជាពាក់អត់ដឹងសងប្រមាណសងអត់ដឹងហកមួយទៀតញោមតាំងពីកើតមកទល់ប៉ុណ្ណេះហូបបាយម៉ែអស់ប្រមាណចានម្នាក់បើគិតជាងកប្រមាណកំប៉ុងហើយសូមឆ្លើយអត់ដឹងទេណាដូចអាត្មាដែរអត់ដឹងដូចគ្នាបើអញ្ចឹងជាពាក់បាយម៉ែដល់ថ្នាក់មិនដឹងអានឹងកំណល់មួយទៀតឥឡូវមួយទៀតញោមតាំងពីកើតមកទល់ប៉ុណ្ណេះដេកកទេលខ្នើយភួយមុងម៉ែតាំងតែធ្វើឲ្យលហែកតាំងតែធ្វើឲ្យឆ្អេះឆ្អាបអស់ប្រមាណកាផ្លេម្នាក់សូមឆ្លើយឆ្លើយនៅទៅដែរនៅតែអត់ដឹងដូចអាត្មាអីក៏ដូចយ៉ាងនេះអាត្មាក៏អត់ដឹងដែរប៉ុន្តែរឹកធំជាងញោមទៀតកទេលគេថ្មីជ្រើងឈឺបត់ដៃបត់ជើងនេះគ្មានប្រាប់ពីណាទេណាខ្លាចខ្មោចផងយប់ផងបាញ់ដាក់កទេលនឹងហ្នឹងតែខ្លាំងយកទៅលាងហាលថ្ងៃព្រាបអញ្ចឹងជាពាក់កទេលខ្នើយភួយមុងម៉ែគង្រឹងម៉ែដល់ថ្នាក់អត់ដឹងជាពាក់មួយទៀតហើយចុះមួយទៀតញោមតាំងពីកើតមកទល់ប៉ុណ្ណេះតកកម៉ែអស់ប្រមាណកែវក្រែងកៃអស់ប្រមាណដុំលេបថ្នាំអស់ប្រមាណគ្រាប់បើលើចាក់វិញប្រមាណមួយជុលហើយអត់ដឹងទេចម្លើយនៅតែអត់ដឹងអញ្ចឹងយើងជាពាក់ម៉ែឪអត់ដឹងដល់4ដងអាគ្រឿងហូបនៃគ្រឿងស្លៀកពាក់គេហៅថាចៃវរៈបច្ច័យហើយអាគ្រឿងហូបចុកគេហៅថាបណ្ឌបាតបច្ច័យគ្រឿងដេកគ្រឿងនៅគេហៅសេនាសនៈបច្ច័យគ្រឿងថ្នាំគេហៅគលានភេទជ្ជៈបច្ច័យសរុបទៅជាពាក់ម៉ែឪច្រើនជាងគេអា4មុខហ្នឹងហើយ4មុខហ្នឹងគេហៅអីគេញោមបច្ច័យ4កុំច្រឡំថាបច្ច័យ4ហ្នឹងគេមុនលោក4អង្គបច្ច័យ4ហ្នឹង4វត្តបច្ច័យ4ហ្នឹងសក្រាច4អង្គមិនមែនទេបច្ច័យ4ហ្នឹង4កញ្ចប់មិនមែនទេមិនមែនបច្ច័យ4កញ្ចប់មិនមែនបច្ច័យ4អង្គមិនមែនប្រឡំ4ទេបច្ច័យ4គឺរបស់4យ៉ាងដែលចិញ្ចឹមជីវិតយើងតាំងពីកើតរស់ទល់ប៉ុណ្ណឹងរបស់ហ្នឹងរាប់មិញហ្នឹងមាន4មិញហ្នឹងចឹងបានកូនចៅរស់ដោយសារអីយ៉ាងកោកាយោរូបិចាតោមហាពុទ្ធកោមេតាបេតិកសម្បវោអតនកមមាសអុជយោរូបរាងកាយនៃកូនប្រុសកូនស្រីដែលមានវ័យវឌ្ឍនាការចម្រើនតាំងពីតូចរហូតធំប៉ុណ្ណេះដោយសារអីដោយសារទី1មហាពុទ្ធរូបសាច់ម៉ែឈាមម៉ែឆ្អឹងម៉ែចែកឲ្យបានយើងបានសាច់ឈាមយើងហ្នឹងកុំអួតថាខ្ញុំទៅរកស៊ីលុយខ្លួនឯងទៅរកស៊ីខ្លួនឯងទិញផ្ទះលុយខ្លួនឯងណែទិញដីលុយខ្លួនឯងគ្មានបានគេអកវិម៉ែអត់ទេដៃណាទៅរកស៊ីដៃនឹងជើងនឹងដៃរបស់ម៉ែនឹងហើយចិត្តដៃឈើសាច់ឈាមម៉ែឪចែកឲ្យហើយរស់ដោយសារទឹកដោះម្ដាយថ្លៃភាគហ៊ុនម៉ែនៅក្នុងនឹងទាំងអស់រស់ដោយសារគ្រឿងបច្ច័យ4ដែលម៉ែឪខិតខំចិញ្ចឹមថែរក្សាហេតុនេះហើយបានយើងរស់រៀនមានជីវិតទៅប៉ុណ្ណេះអាចទាំងអស់នឹងហើយហៅថាបំណុលចាស់ដែលយើងជាពាក់គាត់ព្រោះមិញរត់ទៅសិតទៅសងអត់អស់ញញឹមណាបើយើងដឹងចំនួនថា1កាផ្លេ2កាផ្លេ1តោន2តោននេះយើងទិញមកសងឲ្យគ្រប់បើដល់តែយើងអត់ដឹងផងអានឹងហើយបំណុលចាស់ចឹងហើយបានជាកូនចៅដែលដឹងគុណមេត្តាបិតាគេនាំគ្នាធ្វើបុណ្យបច្ច័យ4គឺគេទិញរបស់ទាំង4ហ្នឹងយកមកជូនគាត់ឯចំណែកប្រសងនោះវាមិនមែន4អង្គ4វត្តទេស្រេចនឹងគេនិមន្តប្រមាណអង្គក៏ប៉ុណ្ណឹងទៅឲ្យតែមួយអង្គបាន4មុខអានឹងបច្ច័យ4ប្រគិនប្រសងគឺមានន័យថាមួយអង្គបាន4មុខនឹងដែរ
ហើយបើ4អង្គក៏4ទៅលើសពី4ដែរឲ្យតែមកបាន4មុខរបស់ឆាន់របស់ដេកនៅរបស់នៃគ្រឿងថ្នាំនិងគ្រឿងស្លៀកពាក់បើម៉ែឪនៅរស់យើងបានធ្វើបន់បច្ច័យ4ជូនគាត់ប្រើប្រាស់ក្តីគាត់លះបង់បន្តទៅមុខទៀតធ្វើបន់គេហៅថាញ៉ាំងគាត់ឲ្យមានចាក់ពាក់គេហៅថាសងគុណចុះមេត្តាបិតាដែលស្លាប់បាត់ទៅហើយតើយើងជូនគាត់ហុចគាត់យ៉ាងណាព្រះពុទ្ធជាម្ចាស់ព្រះអង្គសម្ដែងថាបតោនេសាំងបរិសាមិកូនល្អកាន់ទូនីតិខ្លួនម៉ែឪចាំយើងដល់គាត់ចាស់យើងចាំគាត់វិញកិច្ចចាំងនេសាំងបរិសាមិគាត់មានកិច្ចអីមកជួយកិច្ចនោះគាត់ទៅក៏រវាងសាំងតបិសាមិពូជយើងធ្លាប់ជឿអញ្ចឹងយើងគោរពថែអាសាអញ្ចឹងទៀតវាយ៉ាជាងបដិបជាមិគេអកដែលគាត់ចែកឲ្យក៏បំផ្លិចបំផ្លាញឲ្យអស់អីថែរក្សាទុកជាអនុស្សាវរីយ៍ផងនេះម៉ែឪនៅរស់មានន័យថាជូនបាយទឹកនំចំណីត្រីសាច់ផ្ទាល់ពួកច្បាច់អស់អញនឹងកិច្ចចិត្តចុះឥឡូវមានដាបៃតាដែលស្លាប់បាត់បង់ទៅហើយនោះតើយើងត្រូវធ្វើយ៉ាងម៉េចបានជាពុទ្ធលោកសម្ដែងថាតេខេណាអនុបតិសតិតេខេណាអនុបតិសាមិឲ្យកូនចៅធ្វើបុណ្យតេខេណាអនុបតិឧទ្ទិសឲ្យនេះហើយជាការសងគុណដល់មេត្តាបិតាដែលស្លាប់ទៅគឺធ្វើបុណ្យឧទ្ទិសទៅឲ្យអញ្ចឹងន័យតែហ្នឹងចំណាយលុយចិញ្ចឹមម៉ែឪក្តីធ្វើបុណ្យឲ្យម៉ែឪក្តីគេហៅថាសងបំណុលចាស់សូមនិមន្តជ្រាបសាធុឆេកោបឡោសេអវសោនុទេដាក់មករូបវាអត់មានពាក់អត់មានតលទេទៅរូបដូចម៉ាស៊ីនផុងអញ្ចឹងណាញោមណែយ៉ាងនិយាយតាអ្នកស្រុកនេះស្ដាប់អត់មានលឺសូមមាត់អីមកក្រឹកទេស្ងាត់ឲ្យឈឹងដូចចោលវិសាច់នឹងអ្នកព្រៃបន្តមយើងនេះសិតតែអ្នកធរអស់ចាណាញោមណាមើលអវសោនុទេដល់មានអាយុញោមកណាសួរមួយទៀតបាញ់មិញអវសោថាកូនណាដែលចេះធ្វើបុណ្យធ្វើទានឧទ្ទិសកុសលទៅឲ្យម៉ែឪជាកូនកតញ្ញូជាកូនល្អដល់អញ្ចឹងខ្ញុំមិនណាអង្គុយនឹកឃើញថាព្រះពុទ្ធជាម្ចាស់ព្រះអង្គសម្ដែងថាអ្នកណាធ្វើអ្នកនឹងទទួលហើយចុះឥឡូវម៉ែឪស្លាប់ទៅហេតុអីបានជាគាត់មិនទទួលរបស់គាត់ទៅចាំបាច់កូនចៅធ្វើទៅឲ្យទៅអីអវសោសូមវិសាចនាទៅនឹងតិចមើលស្មានតែឈប់សួរហើយនៅសួរទៀតញ៉េ150សំណួរនោះ1ម៉ោង12នាទីហើយយាយតាឈឺចកេះឈឺចកងប៉ុន្តែគួរតែសួរដែរឆ្ងល់ដែរព្រោះថាយើងមានពាក្យមួយថាអ្នកណាធ្វើអ្នកនឹងទទួលអ្នកណាធ្វើត្រូវតែនឹងទទួលអ្នកណាលុបភ្លើងអ្នកនឹងក្តៅមិនអញ្ចឹងញោមណាចុះអាធ្វើបន់ជូនអ្នកស្លាប់នេះអ្នកនៅរស់ហើយអ្នកធ្វើសោះហើយមិនក៏អ្នកស្លាប់ទទួលវិញបើអ្នកស្លាប់អត់មកធ្វើផងវាគួរតែអ្នកនៅរស់នឹងធ្វើអ្នកនៅរស់នឹងអ្នកទទួលchứមិនក៏បានតែអ្នកស្លាប់នឹងវិញទីដល់សួរចឹងទៅនៅហ្នឹងឥឡូវអាត្មាសូមឆ្លើយដោយខ្លីថាអ្នកស្លាប់មិនមែនមិនធ្វើទេអ្នកស្លាប់ក៏ត្រូវធ្វើបុណ្យដែរបានទទួលបានការធ្វើបុណ្យមាន10របៀបក្នុង10របៀបហ្នឹងយើងរើសរបៀបណាមួយមកធ្វើឈ្មោះថាធ្វើបុណ្យហ្នឹងហើយញោមចង់ដឹងថា10របៀបនឹងមានអីខ្លះទេ1ទានមយៈបុណ្យកើតពីការឲ្យទានចែកម្លែកឲ្យទៅអានឹងកើតបុណ្យទី2សីលមយៈបុណ្យកើតពីសមាទានសិលអានឹងបានបុណ្យណាទី3ភាវនាមយៈបុណ្យកើតពីនមស្ការបរតនត្រ័យសមាទានថ្វាយអង្គមព្រះចម្រើនភាវនានឹងទី3ទី4អបជាយនមយៈបុណ្យកើតពីការគោរពកោតក្រែងចេះងើបឈរចេះស្ពះចេះថ្វាយអង្គមដូចមិញអញ្ចឹងណាទី5វិយាវច្ចមយៈបុណ្យកើតពីមកជួយជូនចានជួយឆ្នាំងជួយបោះជួយសមាធិជួយរៀបចំអត់ចូលលុយក៏ដែរឲ្យទៅមកជួយជាកម្លាំងអញ្ចឹងបានបុណ្យដែរហើយខ្ញុំមើលក៏ដែរទី6ធម្មទេសនាមយៈនិមន្តប្រសងមកសម្ដែងធម៌ទេសនាក៏បានបុណ្យដែរទី7ធម្មសវនមយៈបើលោកសម្ដែងឲ្យស្ដាប់គ្រាន់នឹងអង្គុយស្ដាប់ដោយគោរពកើតបុណ្យមួយទៀតទី8បតិទានមយៈបានបុណ្យហើយឧទ្ទិសបុណ្យដល់អ្នកដទៃជូនបុណ្យដល់អ្នកដទៃកើតបុណ្យមួយសាទៀតឯទី9គេហៅថាបតានមោទនាមយៈបុណ្យកើតពីខំត្រេកអរទទួលយករបស់គេបានបុណ្យមួយទៀតត្រេកអរទទួលបុណ្យដែលគេជូនបានបុណ្យមួយទៀតឯទី10ទិដ្ឋុជកម្មៈគឺតម្រង់ទិដ្ឋិឲ្យត្រង់ឲ្យត្រូវយើងធ្វើល្អយើងបានល្អយើងធ្វើអាក្រក់យើងបានអាក្រក់ដូច្នេះហើយក្នុងបណ្ដាបញ្ញកិរិយាវត្ថុទាំង10នេះអ្នកដែលស្លាប់ទៅត្រូវតែធ្វើមួយគឺធ្វើអាទី9នោះបតានមោទនាមយៈគឺចេះទទួលនៅក្នុងភពខែនដីយើងនេះសពថ្ងៃគេផ្ញើលុយឲ្យគ្នាតាមវិញអ៊ីម៉ានីទ្រូម៉ានីត្រូវមានពលកម្មទាំងសងខាង
ពីមួយពលកម្មខាងអ្នកផ្ញើគេបានយកលុយទៅដាក់ដល់ធនាគារហើយគេប្រាប់លេខកូដមកយើងពលកម្មខាងអ្នកទទួលអ្នកឯងត្រូវទៅដកផ្ទាល់បើប្រើគេអ្នកដទៃគេមិនអោយទេឧបមាធនាគារអញ្ចឹងណាញោមណាខុសឈ្មោះខុសអីគេអត់ឲ្យទេអញ្ចឹងអ្នកទទួលក៏ត្រូវធ្វើពលកម្មដែរគឺទៅដកយកខ្លួនឯងយ៉ាងណាមិញផ្ញើទៅអ្នកស្លាប់ធ្វើបន់សុនទៀនទៅយើងខំធ្វើឧទ្ទិសទៅគេឯណោះគេខំត្រេកអរទទួលដែរពលកម្មទាំងសងខាងអញ្ចឹងអ្នកស្លាប់ក៏ត្រូវធ្វើបន់ដែរគឺបាត់តាមនមោទនាមយៈចាំទទួលបើមិនជាយើងឧទ្ទិសទៅគាត់មិនត្រេកអរមិនទទួលគឺមិនបានទេចោះដើម្បីទទួលបានអនុមោទនាបានតលតែអ្វីតលតែកាលពីនៅរស់នឹងរៀនអនុមោទនាហើយបើគេជូនបន់និយាយថាយាយខ្ញុំសូមជូនបន់ផងសូមអនុមោទនាយើងសាធុទទួលទៅកុំមួម៉ៅពេកដូចអតីតប្រពន្ធមកពីបនឪវាអើយសូមជូនបនផងហ៎អាអូនយកបាវមកដាក់បនម៉ែឯងទុកអញខ្ជិលយកខត់ចំងាប់គិតតែដើរបនជឿនកាលទៅប្តីមកពីបនវិញម៉ែវាអើយសូមជូនបនផងធុញយកតែឯងទៅកូនយំអញអាញាជួបសេចទៅហឹងពេញផ្ទះការងារមកកណោគិតតែដើរបនធុញអត់ចេះអនុមោទនាទទួលអញ្ចឹងដល់តែពេលស្លាប់ទៅកើតជាប្រែតគេអត់ទិសទៅអាម៉េចក៏ទទួលអត់បានដែរព្រោះយើងអត់ចេះទទួលគេផ្ញើលុយប្រមាណលានក៏ដោយក៏អត់បានដែរលុយអត់ហោះចូលផ្ទះយើងទេមកពីយើងមិនទៅដកយកអញ្ចឹងហ្នឹងណាបើអញ្ចឹងតតែយើងចេះទទួលខ្លួនឯងអញ្ចឹងបានគេបង្រៀនយើងចេះតែស្រែកអនុមោទនាឲ្យយើងសាធុពីឥឡូវទៅអានឹងរៀនទទួលអញ្ចឹងណាញោមណានេះតេខេណានុបទានហ្នឹងអ្នកធ្វើក៏ត្រូវធ្វើបន់អ្នកទទួលក៏ត្រូវធ្វើបន់មួយដែរសូមនិមន្តជ្រាបគុណសាធុអត់ពេលវេលាល្មមមើលញោមលេងគាត់ប្រែ3ដងហើយអញ្ចឹងមិនទៅវែងឆ្ងាយទេអវសោសួរមួយម៉ាត់ចុងក្រោយទៀតថាតើអ្នកដែលខំចំណាយចាយវាយលុយកាក់ច្រើនសន្ធឹកសន្ធាប់ចំណាយធ្វើបុណ្យហ្នឹងបានទទួលស្អីមកវិញខ្លះសូមវិសាចនាបើយើងគិតមើលទៅបុណ្យយើងធ្វើនេះបាន3ផ្នែកធំផ្នែកទី1ជាការថែរក្សាប្រពៃណីសាសនារបស់យើងបើអត់មានញោមញាតិធ្វើទេសាសនាដទៃគេអត់ធ្វើឲ្យទេអញ្ចឹងយើងជាគំរូសម្រាប់ក្មេងជំនាន់ក្រោយធ្វើបុណ្យដល់ព្រះសង្ឃក៏ជួយផ្សាយសាសនាតពីពុទ្ធមកអញ្ចឹងញោមញាតិជួយដល់សាសនាទំនុកបំរុងដល់ព្រះសង្ឃមានការកសាងសេនាសនៈមានប្រទានចង្ហាន់មានអីជាដើមអញ្ចឹងបានជួយដល់សាសនាជួយថែរក្សាការពារប្រពៃណីដូនតារបស់យើងទី2បានឧទ្ទិសកុសលផលបុណ្យដល់មេត្តាបិតាដូនតាយើងដែលស្លាប់ទៅមិនថាតែម្ចាស់បុណ្យទេភ្ញៀវកិត្តិយសទាំងអស់ក៏មានមេត្តាបិតាដូនតាដែលស្លាប់ទៅដែរយើងអត់មានពេលឱកាសអត់មានលុយជួលរោងជួលមីក្រូគេបានមកធ្វើបុណ្យជាមួយគេអញ្ចឹងក៏ឧទ្ទិសឲ្យម៉ែឪយើងរៀបខ្លួនបានដែរណាញោមណាហើយឯចំណែកទី3ជាការសុំបុណ្យសម្រាប់ខ្លួនយើងអញ្ចឹងទី1ជួយថែរក្សាប្រពៃណីសាសនាទី2ផ្ញើជូនដល់អ្នកស្លាប់ទី3ខ្លួនយើងសុំខ្លួនយើងជីវិតយើងក៏មិនដឹងស្លាប់ថ្ងៃណាដែរម្ល៉េះហើយពេលដែលយើងស្លាប់ទៅបើមានបុណ្យកុសលខ្លះឲ្យយើងកើតជាមនុស្សកើតជាទេវតាថែរក្សាទ្រព្យនេះវិញបើអត់មានបុណ្យកុសលទេស្លាប់ព្រោះទៅឆ្ងាយហើយទ្រព្យសម្បត្តិយើងគេយកចាយខ្ទេចអស់ហើយម្យ៉ាងទៀតអ្នកមានបុណ្យសុខោបញ្ញសអុជយោការកសាងសន្សំបុណ្យនេះធ្វើឲ្យមនុស្សរស់នៅបានដោយសេចក្តីសុខរស់បានយូរអាយុវែងមិនសូវមានទុក្ខលំបាក5មោហវេរកតិធម្មចារឹងបុគ្គលណាប្រព្រឹត្តនៅធម៌ដូចជាដឹងគុណមេត្តាបិតាចេះធ្វើបុណ្យសន្តានគោរពគុណដូច្នេះធម៌រមែងថែរក្សាមនុស្សនេះឯងឲ្យជួបតែសេចក្តីសុខចម្រុងចម្រើនធម្មោសុចនោសុខមាវហាតិអ្នកប្រព្រឹត្តធម៌នេះធម៌នាំយកសេចក្តីសុខមកឲ្យជួយបើកផ្លូវជួយតម្រង់ផ្លូវបំភ្លឺផ្លូវញោមធ្វើដំណើរដើរទៅកាន់កិច្ចការងាររត់ទទួលទានអីមានតែធម៌ជាមលុបចាំជួយតម្រង់ផ្លូវខ្លាចញោមដើរខុសណាញោមណាពោជៈកោលកតេពោជាញោមបូជាគេនឹងបូជាវិញញោមបូជាដល់ព្រះសង្ឃរតនៈបូជាដល់យាយតាអាចារ្យដូនជីទ្រព្យសម្បត្តិរបស់ញោមមិនបាត់បង់ទៅណាទេគេនឹងបូជាញោមវិញកើតមកលៀបសការៈដូចជាចិត្តកហបតីអនាថបណ្ឌកសិទ្ធិវិសាខាកើតក្នុងតកូលអ្នកមានរាល់ជាតិមកពីទ្រព្យសម្បត្តិគាត់បានរៀបចំទុកពីមុនមកហើយបានមកកើតកន្លែងមានកន្លែងបានហ្នឹងពោជាចៈពោជនីយានណាំងអេតាមមង្គលមុតតមាំងបើបូជាត្រឹមត្រូវកើតមង្គលក្នុង
ក្នុងក្រុមគ្រួសារក្នុងទីនេះមេត្តាបិតាមាននាមថាជាព្រះរបស់កូនយើងបរិច្ចាគដើម្បីមេត្តាបិតាជាការបូជាដ៏ត្រឹមត្រូវហើយញោមញាតិនឹងបានទទួលផលគឺសេចក្តីសុខចម្រុងចម្រើនអានិសង្សនៃធម៌កតញ្ញូនេះឲ្យទេវតានឹងថែរក្សាការពារកូននឹងធ្វើដំណើរបានសុខកាន់កិច្ចការងារអ្វីជោគជ័យទៅទីកន្លែងណាគេស្រឡាញ់គេចូលចិត្តគេអាណិតគេអាសូរគេលើកគេតម្កើងគេតម្លើងយុះគេតម្លើងស័ក្តិដូច្នេះយើងនៅរស់ប្រកបដោយបុណ្យជួយថែរក្សាយើងស្លាប់ទៅបុណ្យនេះក៏ជាបណ្ណាការជួយដឹកនាំយើងឲ្យកើតកន្លែងល្អដែរអានិសង្សច្រើនរៀបរាប់មិនអស់បានទាំងម្ចាស់បុណ្យបានទាំងភ្ញៀវកិត្តិយសបានទាំងប្រគុណម្ចាស់គ្រប់ព្រះអង្គស្ដាប់ធម៌ទេសនាយាយតាស្ដាប់ធម៌ទេសនាដោយគោរពអ្នកចូលចាប់អ្នកផលអ្នកជួយជូនចានឆ្នាំងអ្នកបើកថតរូបថតវីដេអូអ្នកបើកមីក្រូអ្នកបើកធុងបាសអាចារ្យរៀបចំជួយស្មូតសូត្រធម៌អារៀបចំទៀនធូបបាយសីបរិយមលូស្លាជើងចកានជើងឆ្នាំងចុងភៅអ្នកសន្តិសុខសម្ដាប់ធ្នាប់អ្នកយិនជំនិះដឹកយាយតាអាចារ្យប្រសងអីសុទ្ធតែបានបុណ្យបានអានិសង្សសន្សំទុករៀងខ្លួនផងដែរចឹងច្រើនណាស់រៀបរាប់មិនអស់ទេបើចង់ឲ្យបានពឹស្ដារក្បោះក្បាយជាងនឹងមានវិធីមួយយ៉ាងដែលល្អជាងគេបំផុតអរតនីព្រះមហាថែសម្ដែងបន្តទៅចុះសូមនិមន្តជ្រាបសាធុអរគុណណាស់ខ្ញុំកណាមិនបានពឹស្ដារវុទ្ធាជាងនឹងទេឯព្រោះខ្ញុំកណាដូចជាមិនល្អិលមិនរូចឹងទេឥឡូវចុងក្រោយសូមពឹងបន្តិចទៀតណាអវសោគឺសូមល្បីថាអវសោប្រកែជូនពរប្រកេនពរយាយតាណាចឹងនិគមវចនៈឲ្យពរយាយតាបញ្ចប់ធម៌ទេសនាសូមនិមន្តបុណ្យកុសលដែលកើតឡើងពីការសម្ដែងពធទេសនាសូមថ្វាយប្រគេនដល់បករណាប្រគុណជាអង្គម្ចាស់គ្រប់ព្រះអង្គនិងញោមញាតិទាំងអស់គ្នានៃទី1សូមឧទ្ទិសឲ្យបានដល់បុព្វការីជនជីដូនជីតាម៉ាកុងចិត្តចែសោហៀទាអ៊ីបេកៅខុងសោអានអានអឹមសឹមខ្មោចមុនក្រោយ100ជាន់1000ជួរ1000តម្រួតតាទុយទួតតាលាយលាគ្រូឧបជាយាចារ្យញាតិកាក្នុងសង្សារវត្តទាំងអស់ហៅគ្នាមកទទួលកុសលផលបុណ្យសោយសម្បត្តិទឹកតាមប្រាថ្នាសូមទេវតាអនុមោទនាបុណ្យនេះហើយជួយនាំតំណែងទៅប្តឹងប្រាប់ដល់ញាតិកាទាំងនោះផងទាំងញាតិការបស់ម្ចាស់បុណ្យក្តីភ្ញៀវកិត្តិយសក្តីសូមឲ្យលោកអនុមោទនាសូមទេវតាជួយថែរក្សាការពារប្រគុណម្ចាស់គ្រប់ព្រះអង្គនិងញោមញាតិម្ចាស់ទានប្រធានបុណ្យញោមដែលអញ្ជើញមកតាំងពីសហរដ្ឋអាមេរិកក្តីញោមដែលមិនបានអញ្ជើញមកក្តីកូនចៅកូនក្មួយរបស់លោកយាយឧបាសិកាហ៊ុយណាំទីនៅឯអាមេរិកទាំងអស់ក្តីក៏សូមឲ្យសុខសប្បាយទាំងលោកយាយនឹងក៏បានសុខចម្រុងចម្រើនអាយុវែងសុខភាពល្អកូនចៅរត់ទទួលទានមានបានកើតកាលវាលគុំតិចតិជុំសម្បត្តិផ្ដុកផ្ដុំសម្បូរហោហៀកុំឲ្យស្គាល់ក្រតោកយ៉ាលំបាកវេទនាកំព្រាកំសត់ព្រាត់ប្រាសនិរាសចាក់ចោលបងប្អូនកូនចៅញាតិភៅសន្តានព្រៀងលៀនទៅទីកន្លែងណាគេស្រឡាញ់គេចូលចិត្តអាណិតអាសូរលើកតម្កើងកម្លាំងយុះតម្លើងស័ក្តិជួបតែនឹងព្រះប្រទេសតែនឹងធម៌ជួបតែរឿងល្អជួបតែកូនល្អជួបតែចៅល្អកូនប្រសាល្អជោគជ័យក្នុងឆាកជីវិតជារៀងរហូតធ្វើដំណើរទីចិត្តឆ្ងាយក៏មិនមានឧបសគ្គគ្រោះថ្នាក់អ្វីឡើយទាំងម្ចាស់ទានប្រធានបុណ្យទាំងភ្ញៀវកិត្តិយសទាំងអ្នកមកជួយខ្នះខ្នែងសន្តិសុខសណ្ដាប់ធ្នាប់ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានប្រាថ្នាយ៉ាងណាពរណាសម្បត្តិណាអធិដ្ឋានក្នុងចិត្តគិតធ្វើមាត់អេចអូចអេអូចដែលអាត្មាស្ដាប់មិនឮទេនោះសូមឲ្យសេចក្តីប្រាថ្នាខ្សឹកខ្សៀវយ៉ាងនោះបានសម្រេចយ៉ាងនោះកំបីខានឡើយការសម្ដែងដកតំណែងអនុថែមហាថែតែប៉ុណ្ណេះចប់ថាអេវ៉ាំងសាធុអាចារ្យស្រោតអាចារ្យតណាយដឹងហើយតែយកទៅវត្តទីមកពួកពីអស់នៅលឺហើយបានលឺហើយអោព្រះគុណហើយធរតេងស្នាពីក្រេនេះសែនមហាអង្ចាជាភពក្រៃណាបានមកស្ដាប់ទួងបីចុករយស្រពន់ជើងខន្តីបានយើងគួត្រង់ត្រាប់ពីរងរំដំសំជាច្បាប់អតិបាយត្រៃ5ពិតជ្រះថ្លាសត្វសឹងព្រះអង្គប្រា
ល្បីអើយប្រសពលក់លីស្នៃអត្ថាទោះបីអ្នកល្ងងខ្វះបញ្ញាគង់យល់អស់អាសេចក្តីបានធៀបត្រៃលោកនឹងត្រៃលក្ខណ៍បង្ហាញវត្តដាំងដ៏សាមានស្ដាប់ហើយនឿយណាយរសាយប្រានព្រះធម៌កល្យានពីរោះណាស់ឥឡូវចប់ហើយមិនចង់ឃ្លាតណាសន្តានញោមញេតកំពុងច្បាស់តែឃើញហត់នឿយព្រះគុណម្ចាស់តាមពុតដំរះស្កលវេលាសូមសាធុជនអ្នកស្ដាប់ធម៌បានសុខបបរួមរមនីបានទៅនិព្វានគ្រប់គ្នាតាមចិត្តសទ្ធារៀងខ្លួនសូមអនុមោ